ថាតើការស្ដាប់ធម៌ទេសនានឹងមានប្រយោជន៍អីបានជាពេលបុណ្យនឹងក៏និមន្តសម្បើម្លេះចង់មុនលោកទេសនឹងសម្បើម្លេះឲ្យនិមន្តសិតតែមកពីទីក្រុងភ្នំពេញទៅទៀតនៅចិត្តក៏និមន្តឆ្ងាយក៏និមន្តហើយបើអញ្ចឹងហើយការកាត់រនិមន្តលោកយកមកទេសនាអញ្ជើញអាចារ្យមកបញ្យលធម៌នឹងមានប្រយោជន៍អីបានជានិមន្តអាត្មានឹងសម្ដែងប្រាប់ថាអីចេះថាមានប្រយោជន៍ណាស់តពាំងស្នងអាស័យកូនប្រុសស្រីស្នងម្ដាយឪពុករូបម្ដាយបាត់ទៅក៏ប៉ុន្តែគេឈ្មោះម្ដាយនៅនឹងកូនទាំងឡាយដែលមានកតញ្ញូនិងឪពុកម្ដាយអាចឲ្យពុនរាយនៅលោកទាំង3ហើយបើតពាំងស្នងអាស័យបើតពាំងដោះចេញពីគុំអាស័យមិនព្រមអាស័យជួយការពារគេកាច់តពាំងនឹងយកទៅស្លបាត់ហើយមិនបានស្នងអាស័យទេហើយចង់ឲ្យតពាំងស្នងអាស័យតឡាតពាំងនឹងវាដោះក្នុងគុំអាស័យនឹងជួយថែអាសាតពាំងមានន័យថាបើចង់ឲ្យកូនចៅតបស្នងសងគុណថែរក្សាពូជពងវងតកូលតលតម៉ែឪដូនតាម៉ាកងថែអាសាការពារកូនចៅផៅសន្តានព្រៀងលៀនកុំឲ្យបែកខ្ញែកចេញពីគុំអាស័យចេញពីទឹកពូជពងវងតកូលទំនៀមទម្លាប់វប្បធម៌ជាតិរបស់យើងហើយតងាកចេញចប់ហើយជាក់ស្ដែងម៉ែឪដូនតាម៉ាកងគាត់ស្លាប់បាត់ទៅបន្សល់ទុកនៅដីធ្លីស្រែចម្ការច្បារដំណាំលុយកាក់ប្រាក់កាសផ្ទះសបែងកន្លែងឋានទុកឲ្យកូនហើយកំណើតគាត់ស្លាប់ទៅគេលោតែគាត់ផ្លាត់កំណើតទៅក្នុងទីមិនសមគួរកូនឯនេះអត់ចេះកូនឯនេះអត់ដឹងថាធ្វើបន់សន្តានណាម៉េចសមទៅនឹងអតិពលសាសនាដតីគេជ្រៀតគេជ្រែកចែកមកទៅដើមបរិស័ទកូនចៅយើងផងកូនចៅយើងបួសក៏មិនបួសរៀនក៏មិនរៀនស្ដាប់ធម៌ក៏មិនស្ដាប់ទៅទៀតអតិពលដតីជ្រៀតមកទៀតចប់លែងចេះធ្វើបន់ហើយបើលែងចេះធ្វើបន់ម៉ែឪនឹងដាច់ហើយទំនៀមទម្លាប់ល្អពីម៉ែពីឪពីដូនពីតាមកហ្នឹងដាច់ហើយកលោតម៉ែទៅកើតជាប្រែតរងចាំហាមាត់ចាំកូនគេឧទ្ទិសផលមកឲ្យអូអញខំរស់ស៊ីមានលុយកាក់ប្រាក់កាសទុកនៅកូនទាំងអស់ឥឡូវចាំមើលកូនគេធ្វើឲ្យស្លាប់មកហ្នឹងអត់បានយកមកកាក់ម៉ាស៊ីនមកទេមានប៉ុន 70% ខ្វះតែ 30% ទៀតបានទៅកើតជាមនុស្សទេផ្ដាងគេដែរឲ្យតែកូនធ្វើបន្តិចមកទៀតគ្រប់ហើយដល់តែកូនគេមិនធ្វើអត់បានទេមិនដឹងថាសតវត្សណាចេញរួចទេហើយបើកូនមិនបានមកស្ដាប់ធម៌បានមកយល់ដឹងបើអញ្ចឹងហើយអត់ចេះអត់ដឹងបានជាយើងគិតឃើញថាសាសនាព្រះពុទ្ធដែលព្រះអង្គនិព្វានទៅជាង 2000 ឆ្នាំហើយមកទល់ថ្ងៃនេះដែលរុងរឿងរីកចម្រើនទៅបាននឹងអាស្រ័យពីការស្ដាប់ពីជំនាន់ដើមវាមិនទាន់មានសិភៅទេមនុស្សចេះដឹងធម៌អាតគ្នាសំដែងតគ្នាស្ដាប់រហូតដល់សង្គាយនាទី3ឯនោះទើបបានមានអក្សរសិភៅមើលនឹងឡើងបើអញ្ចឹងធម៌ទេសនារបស់ព្រះអង្គទោះបីនិព្វានទៅជាង 2000 ឆ្នាំនៅមានតែគេជំនឿគេគោរពមកទល់ថ្ងៃហ្នឹងអាស្រ័យការស្ដាប់បានជាយើងនឹងឲ្យមកស្ដាប់ធម៌ហើយឲ្យកូនចៅចេះស្ដាប់ដែរកុំឲ្យកូនចៅខ្លះយល់ច្រឡំថាអើយដល់តែប៉ុនខ្ញុំប៉ុនយាយខ្ញុំទៅនិមន្តលោកគ្រូនេះនិមន្តលោកគ្រូនោះយកមកសំដែងឲ្យយាយតាស្ដាប់មើលទៅឮតែឲ្យយាយតាស្ដាប់ខ្លួនឯងអត់ស្ដាប់ផងទេនិមន្តលោកមកសំដែងឲ្យយាយតាស្ដាប់ប៉ុន្តែយាយតាគាត់ធ្វើបន់បានមកសន្ធឹកហើយមិនយូរប្រមាណគាត់ស្លាប់ទៅអស់ឯយើងឯណាវានៅរស់រៀនមានជីវិតមិនបានបួសមិនបានរៀនហើយមិនបានស្ដាប់បានអីនឹងចេះអញ្ចឹងអ្នកដែលគួរស្ដាប់ខ្លាំងជាងគេគឺក្មេងៗហ្នឹងឯងព្រោះយើងមិនបានចូលសាលាបល័យសាលាធម្មៈអីគេណាហើយបើអញ្ចឹងហើយបើមិនស្ដាប់ទេមិនដឹងគេប្រគិនលោកហ្នឹងអាម៉េចហើយមិនដឹងថាថ្វាយអង្គមហ្នឹងអាម៉េចហើយមិនដឹងថាធ្វើបន់ហ្នឹងអាម៉េចបានគេឲ្យស្ដាប់ព្រោះតែរឿងនេះការស្ដាប់ធម៌អាចធ្វើឲ្យមនុស្សនឹងដូរចិត្តពីអាក្រក់មកល្អបានដូរចិត្តពីគំនិតខុសមកគំនិតត្រូវបានជាក់ស្ដែងញោមញាតិពុទ្ធបរិស័ទទាំងឡាយអនាថបណ្ឌកសេដ្ឋីជាសេដ្ឋីមានទ្រព្យសម្បត្តិតែងឲ្យបាយទឹកដល់ជនអនាថាកាលពីសម័យពុទ្ធកាលគេបានស្ដាប់ធម៌យល់ចាក់ធ្លុះមោះមុតនៅក្នុងធម៌ហើយនឹកសំណោះទៅដល់កូនប្រុសអាត្មាអញមានកូនប្រុសមួយកូនប្រុសនឹងមិនដែលទៅស្ដាប់ធម៌អាសោះបើអត់ពីអញទៅកូននឹងមិនដឹងទៅជាយ៉ាងណាទេទោះបីមានមាសពេជ្រលុយកាក់ប្រាក់កាសយ៉ាងណាបើគ្មានធម៌នៅក្នុងខ្លួនទេមិនអាចបានសុខឡើយអីចឹងជួលកូនឲ្យទៅស្ដាប់ធម៌អាកូននឹងបានស៊ីឈ្នួលស្ដាប់ធម៌មកស្ដាប់ល្ងាចទៅដល់បើកប្រាក់ខែថ្លៃស្ដាប់ធម៌ស្អែកមកស្ដាប់ទៀតទៅដល់ផ្ទះបើកប្រាក់ខែថ្លៃស្ដាប់ធម៌គេមកស្ដាប់ត្រង់ថាលោកទេអាម៉េចទេទៅស្រាញ់ទៅលោកព្រះអង្គសំដែងអាម៉េចសំដែងទៅស្រាញ់ព្រះអង្គស្ដាប់ឲ្យទៅល្ងាចអាងទៅផ្ទះបើកប្រាក់ខែថ្លៃស្ដាប់ធម៌ដល់តែស្អែកឪពុកថាណែកូន
កូនឯងស្ដាប់ឲ្យចាំបានមកគាថាមកឪពុកនឹងឲ្យ1000កហបណៈមែនទេឪមែនស្ដាប់ឲ្យចាំមកគាថាមកអញ្ចឹងចង់ស្ដាប់ឲ្យចាំថាកំភៃបើអញ្ចឹងឲ្យតែបាន1000កហបណៈខ្ញុំស្ដាប់ឲ្យចាំមកស្ដាប់ទៀតមិនយកចិត្តទុកដាក់ក្នុងការស្ដាប់ទេឮទៅសង្ឃឹមថាចាំហើយប៉ុណ្ណឹងល្ងាចដឹង1000ណាទៅដល់ផ្ទះឪហៅសួរថាម៉េចកូនបានទេបានមកគាថាឥឡូវសូត្រឲ្យឪស្ដាប់មករៀបតរសូត្រវាផ្លិចបាត់ទៅមិនយកចិត្តទុកដាក់មិនដឹងថាម៉េចផ្លិចបាត់ទៅថាមិនត្រូវវាគ្រាន់តែលឺទៅមាត់មិនបានថាតាមគេថាសោកចេកពុកលិចស្ដាប់ឲ្យគិតឲ្យសួរឲ្យកត់ហើយដល់តែមាត់យើងមិនបានថាអាខាងដាតយើងវាមិនទទួលអញ្ចឹងមិនដឹងថាម៉េចឲ្យត្រូវអត់ទេរនឹកអត់ឃើញបើអញ្ចឹងកូនឯងអត់ហើយស្អែកទៅទៀតថ្ងៃហ្នឹងបានតែ100អាដែលទេបើស្អែកប្រឹងមែនតែនបាន1000កូននេះស្អែកមកស្ដាប់មួយសាទៀតស្ដាប់យកតែមែនតែនហ្មងដល់មកស្ដាប់យកមែនតែនព្រះអង្គសំដែងទៅឯនោះគេស្ដាប់យល់យល់ដឹងធម៌ច្បាស់លាស់នឹកថាលោកឪពុកអញជាមនុស្សល្អទ្រព្យសម្បត្តិគេអកគាត់បានមានហើយជីវិតរបស់កូនគាត់បានប្រគល់ឲ្យហើយប៉ុន្តែត្រូវប្រគល់ពធឲ្យកូនទៀតបើកូនរស់នៅគ្មានធម៌ទេមិនបានសុខដោយលោកឪពុកទេលោកឪពុកជាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនហើយមានធម៌នៅនឹងខ្លួនចំណែកអញជាកូនបានត្រឹមតែទទួលទ្រព្យសម្បត្តិមកគ្មានចេះអីសោះគ្មានដឹងអីសោះម្ល៉េះហើយមុខតែនឹងយកទៅប្រព្រឹត្តខុសដោយអំពើបាបផ្សេងអញ្ចឹងឪពុកអញចង់ឲ្យអញក្លាយជាមនុស្សល្អក្នុងសង្គមតាយល់ដឹងគុណឪអញ្ចឹងឲ្យអញស្ដាប់ធម៌ហ្នឹងវាប្រសើរលើសជាងតម្លៃរាប់ពាន់កហបណៈហ្នឹងទៀតបើយល់ដឹងធម៌ទៅវាច្បាស់លើសនោះទៀតស្រាប់តែលែងទាលុយទៅមកដល់ល្ងាចហ្នឹងលែងទាលុយហើយយល់ដឹងថាឪគេចង់ឲ្យល្អសោះអញ្ចឹងយើងគិតឃើញហើយដើម្បីឲ្យបានคลายទៅជាមនុស្សល្អគេសុខចិត្តជួលមនុស្សឲ្យស្ដាប់ហើយសាសនាពុទ្ធយើងអត់បាច់ជួលគេទេញោមញាតិកាត់មករស្ដាប់បានជាអាត្មាមានកម្លាំងចិត្តដែរដែលឃើញមកទាំងក្មេងទាំងចាស់ហើយស្រុកនេះលោកអាចារ្យប្រកាសអ្នកម្ចាស់បុណ្យហ្នឹងឲ្យមានមុខទាំងអស់គ្នាទៀតអាហ្នឹងរឹតមានកម្លាំងតែហ្មងការស្ដាប់វ័យក្មេងក៏ដោយអាចប្រែប្រួលចិត្តបាននិយាយពីនាងខុជុត្តរាដែលជាស្រីខ្នងគោមរួចខ្នងគោមហ្នឹងកម្មពៀពីជាតិមុនមកហ្នឹងលោកបិណ្ឌបាតហ្នឹងលោកខ្នងគោមនាងហ្នឹងឃើញលោកនឹងគោមធ្វើពុតគោមតាមលោកត្រូវចឹងទៅដល់ទៅធ្វើទៅគេសោចបានគេសោចជូទៅចេះតែធ្វើតម្រាប់តាមលោកដូចបុរាណខ្មែរពោលថាអូនហើយក៏មើលងាយបងប្រយ័ត្នពីឆ្លងម្ដងម្នាក់ទេមែនញោមឲ្យស្រាប់តែកើតឡើងគោមហ្នឹង500ជាតិកាលពីមុននឹងមានមិត្តភក្តិស្រីដូចគ្នាគេទៅសាងភ្នោះបួសជាសាមណេរីសម្រាប់គុណធម៌អស់ហើយឯងមិនចាត់ទុកគោរពគេជាអ្នកមានគុណធម៌ទេនៅតែចាត់ទុកគេជាមិត្តសម្លាញ់ប្រើគេឲ្យវិលក្បងហុចកត្រកដេហុចប្រអប់ដេអីទៅមានអីស្រាប់តែវាកម្មពៀដោយសេចក្តីប្រមាទនឹងទៅកើតជាអ្នកបង្រើគេ500ជាតិអត់ព្រមដឹងខ្លួនជាតិនេះគមឲ្យបង្រើគេទៀតអត់ដឹងខ្លួនគេប្រើឲ្យទៅទិញផ្កាកេងលុយគេរាល់ថ្ងៃឧបមាថាគេឲ្យទិញ1000ទិញ2000ឯងទិញតែ1000ណែកេង1000ទុកឲ្យរាល់ថ្ងៃអញ្ចឹងណាចេះតែកេងអញ្ចឹងទៅអាងទៅធ្វើកែស្រីនឹងមិនដឹងចេះតែកេងហើយកម្មពៀប៉ុណ្ណឹងហើយអត់ដឹងខ្លួនទៀតដល់តែឃើញឆ្ងល់គេទៅស្ដាប់ធម៌រាល់ថ្ងៃនឹងប្រយោជន៍ស្អីធម៌ហ្នឹងគេទៅស្ដាប់ធម៌គេចូលចិត្តហ្នឹងបានប្រយោជន៍អីថ្ងៃហ្នឹងត្រូវកែប្រើឲ្យទៅទិញផ្កាទៅស្ដាប់ធម៌មកផ្លែតសិនចាំទៅទិញផ្កាក្រោយចូលមកស្ដាប់ដល់ស្ដាប់យូរយល់ទោះអាលួចគេហ្នឹងខ្លាំងណាស់នេះលួចគេស្លាប់ទៅធ្លាក់នរករងទុក្ខលំបាកវេទនារាប់លានរាប់សែនរាប់ឆ្នាំត្រូវភ្លើងឆេះរំគុំរំគៀនលំបាកណាស់ហើយចេញផុតពីនរកនៅសេះសល់ផលកម្មមកកើតជាប្រែតហូបមិនឆ្អែតអត់អាហារត្រូវភ្លើងឆេះដុតរោលពោះកាពះនឹងភ្លើងធៀបដុតរោលលំបាករងទុក្ខវេទនាហើយលាក់ដោនលិតខ្ទុះលិតឈាមលិតកំរងសាកសពម៉ូតលាមួកសពយ៉ាងចេញផុតពីប្រែតមកកើតជាអសូរកាយមាត់ប្រប៉ាន់រុនគូតមកជុលផឹកតែទឹកមិនឆ្អែតផងរាប់រយឆ្នាំទៀតចេញពីអសូរកាយមកកើតជាសត្វដេរិឆានជាគោជាកបីជាតម្រៃជាសេះជ្រូកមន់ទីលាអូតត្រូវគេវាយគេដំគេច្រំគេធាក់គេទាក់គេទឹមគេកាប់គេសម្លាប់គេសម្លេះគេគ្រាវគេវះគេប្រលះគេប្រលាត់គេបង្រាត់គេបង្រាស់ឲ្យព្រាត់ឲ្យប្រាសចាកសេចក្តីសុខ
បានទុកលំបាកយ៉ាប់យ៉ាប់សពបែបយ៉ាងសេះសល់ផលកម្មពីដេរេឆានមកកើតជាមនុស្សមិនបានមនុស្សល្អទៀតប៉ះលើមនុស្សខ្វាក់មនុស្សខ្វិនមនុស្សខ្វងមនុស្សថ្លង់មនុស្សកោវីវពួកឈួតអូអាត្មាអញវហើយគិតមើលទៅមកកើតជាមនុស្សរត់ទទួលទានមកត្រូវចោលលួចត្រូវភ្លើងឆេះត្រូវចាញ់បោកគេបានអីបន្តិចមកគេលួចបាត់ខាតបងខ្ញុំបង្រើគេរាប់រយជាតិអូកម្មពៀលួចគេម្ដងហ្នឹងរងទុកលំបាកយូរតាអញ្ចឹងអញជាតិហ្នឹងទៅជាខ្ញុំបង្រើគេហ្នឹងមកពីកម្មពៀជាតិមុនលួចគេតែហ្មងហើយឥឡូវអញលួចថែមទៀតអញ្ចឹងមានតែជាតិក្រោយអញខ្ញុំគេទៀតដល់អញ្ចឹងនាងពិចារណាឃើញធေါ်អូអត់កើតទេអញឈប់លួចហើយជាតិនេះខ្នងកមផងខ្ញុំបង្រើគេផងអញ្ចឹងឲ្យអញអត់ដឹងខ្លួននៅតែខំលួចទៀតអញ្ចឹងរៀងចាល់ស្ដាប់ធေါ်បានសម្រេចដល់សោតតាទៅទិញផ្កាទាំងអស់មុខភក្ត្រាប្រព្រំញញឹមប្រប្រៃឲ្យផ្កាមកបាច់ធំយកមកឲ្យលោកស្រីធ្វើកែជាវាយស្រីថាហ៊ីនាងដូចថ្ងៃហ្នឹងមិនក៏បានផ្កាច្រើនម្លេះឲ្យលុយទៅប្រហែលរាល់ថ្ងៃដែរនាងនឹងថារាល់ថ្ងៃខ្ញុំលួចថ្ងៃហ្នឹងខ្ញុំអត់លួចមិនក៏ថ្ងៃហ្នឹងមិនលួចហើយមិនក៏មុខស្រស់ម្លេះថាបានជាខ្ញុំមុខស្រស់មកពីខ្ញុំបានស្ដាប់ធម៌បានជាខ្ញុំមិនលួចមកពីខ្ញុំបានស្ដាប់ធម៌នេះរួចធម៌ហ្នឹងមិនក៏ប្រកែម្លេះធ្វើឲ្យនាងលែងលួចហើយធ្វើឲ្យនាងមុខស្រស់អញញឹមស្រស់ម្លេះមើលនាងសំដែងធម៌ហ្នឹងឲ្យខ្ញុំស្ដាប់បន្តិចមើលធម៌ហ្នឹងហ្មងសំដែងអត់បានទេបើលោកស្រីចង់ឲ្យខ្ញុំសំដែងដាក់ក្រែខ្ញុំខ្ពស់ជាងមិនព្រមអីចឹងដាក់ក៏ដាក់ដែរដាក់ឲ្យនាងខ្ញុំបង្រើនៅអង្គុយលើក្រែខ្ពស់សំដែងឲ្យស្ដាប់ជ្រះថ្លាទាំងអស់គ្នាបានលែងបៀតបៀនគ្នាខំធ្វើបន់សន់ទានទាំងអស់គ្នាណាវាប្រសើរអញ្ចឹងបានឃើញថាកុំតែបានស្ដាប់ធម៌មិនដឹងនរកប្រមាណជាតិទៅទៀតទេឥឡូវវាភ្លឺស្វាងហេតុនឹងហើយបានជាវិសាខាណិតពួកម៉ាក់មកក្រុមណានាងនឹងបានសម្រេចសោតតាតាំងពី7ឆ្នាំពួកម៉ាក់មកក្រុមនឹងគេមិនដែលធ្វើបន់សោះឥឡូវចាស់ចំណាស់ប្រប៉ុណ្ណេះត្រៀមតែខ្លួនស្លាប់ចិត្តដល់ថ្ងៃស្លាប់ហើយអត់របន់សោះពួកម៉ាក់មកក្រុមនឹងសូម20ទោសបើសំដែងទៅប៉ះពីអីសូមញោមកុំខឹងអាត្មាថាទៅតាមរឿងហ្នឹងណាគេហូបស្រាអូយខ្មែរយើងចេះហូបស្រាហូបអីក៏ប៉ុន្តែដល់កើតយាយកើតតាទៅចាស់លែងហើយនាំគ្នារវត្តហើយពួកម៉ាក់នាងមកក្រុមនឹងអត់ខ្ចីឈប់គិតតែពីស្រារហូតហើយនាងនឹងអាណិតថាជាតិនឹងស្គាល់គ្នាប៉ុណ្ណឹងជាតិក្រោយគ្នាទៅនរកប្រែដែរបើអញ្ចឹងហៅគ្នាឲ្យមកស្ដាប់ធម៌បានម្ដងមកអាណិតពួកម៉ាក់ណាដល់តែហៅមកមានអីសៀតចកេះដាក់ដបម្នាក់មួយមកហ្មងអង្គុយពីមុខលោកទេសស្ដាប់បដើក្រេតបដើជុលដបគ្នាអីចឹងណាពីមុខនឹងហ្មងអាហ្នឹងយើងគិតទៅថាខ្លែមធរស្ដាប់បដើក្រេតបដើហើយអ្នកអង្គុយក្បែរហ្នឹងចេះតែខាត់ចេញឯនេះខាត់ចេញឯនោះខាត់ចេញចុះឡើងទៅរឿងវែងឆ្ងាយប៉ុន្តែសំដែងសង្ខេបឲ្យងាយយល់ទៅដល់យូរទៅនាងនឹងនឹកពិចារណាខ្លួនឯងថាយីអញវាអន់ម្លេះគេឃើញអញគេមិនស្ដីរអញគេដើរចេញពីអញគេខិតចេញពីអញយូរអង្គុយតែគ្នាឯងគ្មានអ្នកណាមកក្បែរអីអញក៏អន់ម្លេះហើយកដាចំណោមអញតម្លៃអញក៏វាអន់ម្លេះគេលែងស្ដីរអស់លីងអញ្ចឹងនឹកឃើញចុះឡើងហ្នឹងមកពីអាដបនឹងតែមកឲ្យអញអន់ខ្មាស់គេគប់អាដបនឹងចោលទាំងអស់គ្នាទៅដាប់ធរម្ដងយេណាញោមមើលឃើញដែរកុំតែបានពធជួយមិនដឹងទៅដល់ណាទេហើយអ្នកស្ដាប់ធរហ្នឹងកុំថាក្មេងកុំថាចាស់ក្មេងខ្លះយល់ជាងចាស់ទៀតព្រះអង្គទៅសម្ដែងនៅនគរអាឡវីព្រះអង្គទៅគេរៀបក្រែរៀបអាសនៈថ្វាយហើយព្រះអង្គមិនព្រមសម្ដែងសោះមិនព្រមសម្ដែងតាមពិតព្រះអង្គនៅចាំក្មេងស្រីម្នាក់ដែលគេមានបំណងចង់មកស្ដាប់ធម៌ដែរកូនអ្នកដំបាញរៀបចំបាយទឹកបង្រើម៉ែឪធ្វើកិច្ចការរួចធ្វើដំណើរមកនឹងរាប់យូរចុះហើយគេចេះតែឆ្ងល់ចុះរៀបអាសនៈព្រះអង្គឡើងគង់ហើយគេអង្គុយចាំឲ្យលហប់មិនក៏ព្រះអង្គមិនព្រមសម្ដែងបើយើងថាសាមញ្ញមិនក៏ព្រះអង្គព្រមទេគេអង្គុយចាំស្ដាប់ឲ្យព្រះអង្គនៅចាំអីស្រាប់តែនាងនឹងមកដល់ជែកគេចែកឯងមកដល់អង្គុយពីមុខព្រះអង្គសួរថានាងកុមារិកានាងមកពីណាខ្ញុំម្ចាស់អត់ដឹងទេឲ្យចុះនាងត្រឡប់ទៅវិញទៅឯណាខ្ញុំម្ចាស់អត់ដឹងដែរនាងមិនដឹងមែនណាខ្ញុំម្ចាស់ដឹងណាអត់ផងស្រាប់តែយាយហ្នឹងឆ្ងល់មកហ៊ីក្មេងនេះមកពីណាក៏ឆ្លើយមែនណានិយាយជាមួយព្រះអីពាក្យអញ្ចឹងហើយបើព្រះសួរថាមកពីណាមិនក៏មិនប្រាប់ថាមកពីផ្ទះជាងដំបានហើយប្រាប់អីចឹងដល់អញ្ចឹងនឹកឃើញមិនក៏នាងនឹងក៏ប្រហើនម្ល៉េះអានឹងនឹកក្នុងចិត្តថាអញ្ចឹងភាសាខ្មែរយើងណាថានាងនឹងមិនក៏ប្រហើនមិននិយាយពាក្យចឹងទៅរកព្រះដល់តែគេកំពុងឲ្យឆ្ងល់អញ្ចឹងទៅព្រះអង្គសួរទៀតនាងតថាគតសួរថានាងមកពីណាមិនក៏នាងថាមិនដឹង
នាងនឹងថាព្រះអង្គឲ្យមកកើតជាមនុស្សនឹងដឹងហើយក៏ប៉ុន្តែថាពីមុនពីមកមនុស្សនឹងមកពីនរកក៏មិនដឹងមកពីផែតក៏មិនដឹងមកពីឋានសួគ៌ក៏មិនដឹងវាលវត្តសង្សារមហាធំធេងនឹងវាធំណាស់ជួនកាលទៅនរកជួនកាលទៅផែតជួនកាលទៅព្រំជួនកាលមកកើតពីមរជួនកាលមកកើតពីមចោជួនកាលកើតពីរាំងជួនកាលសិទ្ធោកដាលហើយបើអញ្ចឹងវាមិនទៀងមិនដឹងថាជាតិមុតនឹងជាស្អីហើយមកពីណាណាព្រះអង្គបានថាមិនដឹងមកពីណាហ្នឹងមួយយ៉ាងរបស់គេដែរហើយចុះតែថាគត់ថាឲ្យចុះនាងទៅវិញទៅឯណានោះមិននាងថាមិនដឹងដែរព្រះអង្គឲ្យកើតជាមនុស្សនេះកន្លែងឋានមនុស្សនឹងដូចជាផ្ទះសំណាក់ផាអាស្រ័យសម្រាប់ជ្រកកោនអញ្ចឹងណាយើងធ្វើដំណើរវែងឆ្ងាយដូចដើមឈើមួយនៅកដាលវាលអ្នកមកពីជើងពីត្បូងមកហត់ក្តៅពេកមកជ្រកដើមឈើហ្នឹងដល់តែថ្ងៃរសៀលទៅគេចេញដំណើររៀងខ្លួនខ្លះទៅជើងខ្លះទៅត្បូងយ៉ាងណាមិញភពផែនដីហ្នឹងយាយខ្លះមកពីតាវតឹងតាខ្លះមកពីយាមាយាយខ្លះមកពីដោះសិតយាយខ្លះមកពីស្វាយរៀងខ្លះមកពីកំពង់ចាមមកកើតនៅហ្នឹងហើយដល់តែអស់និស័យផលកម្មហ្នឹងស្លាប់ទៅអ្នកណាទៅកំពង់ចាមទៅអ្នកណាទៅដោះសិតវិញទៅអ្នកណាទៅតាវតឹងទៅរួចអ្នកណាទៅនរកក៏ទៅបែកគ្នាអញ្ចឹងនាងហ្នឹងថាខ្ញុំព្រះអង្គមិនដឹងថាស្លាប់ពីហ្នឹងទៅកើតឯណាទៀតទេបានជាខ្ញុំព្រះអង្គថាទៅវិញហ្នឹងមិនដឹងទៅឯណានោះអូមួយយ៉ាងទៀតដែរឲ្យចុះតថាគតថានាងមិនដឹងមែនទេមិនក៏នាងថាដឹងវិញបានជាខ្ញុំព្រះអង្គថាដឹងហ្នឹងវាដឹងតែស្លាប់មុខតែស្លាប់កិច្ចមិនផុតឲ្យចុះបើតថាគតថានាងដឹងមែនមិនក៏នាងថាអត់ដឹងវិញថាមិនដឹងទៀតហ្នឹងវាមិនដឹងថាស្លាប់ថ្ងៃណាពេលណាចេះចឹងហើយបានជាតែខំសំបនពីឥឡូវទុកឲ្យហើយយាយមិញហ្នឹងបន្ទោសនាងដល់តែឃើញអញ្ចឹងចំហមាត់សម្លឹងមើលមុខកូនពីណាគេក៏ឆ្លាតម្លេះណោះចេះធွာជាងឯងទៀតយល់ច្បាស់ណាអីចឹងការស្ដាប់ធម៌វាមានប្រយោជន៍អញ្ចឹងបានជាញោមញាតនឹងដឹកនាំកូនចៅឲ្យចេះស្ដាប់ធម៌ពីក្មេងទៅឲ្យហើយឥឡូវស្ដាប់ធម៌ហើយក្នុងទីនេះនិយាយជាកិច្ចចាប់ផ្ដើមក្នុងកម្មវិធីបុណ្យយើងផ្ដោតអារម្មណ៍ទៅលើព្រះពុទ្ធសាសនាហេតុអីបានជាប្រទេសកម្ពុជាយើងនឹងជឿព្រះពុទ្ធសាសនាថាបានជាយើងជឿព្រះពុទ្ធសាសនាពីព្រោះទី1ព្រះពុទ្ធសាសនានឹងនាំឲ្យសុខខ្លួនយើងទី2ព្រះពុទ្ធសាសនានឹងនាំក្រុមគ្រួសារបងប្អូនយើងឲ្យបានសុខដែរទី3ព្រះពុទ្ធសាសនានឹងនាំឲ្យប្រទេសជាតិទាំងមូលនឹងបានសុខសន្តិភាពទី4ព្រះពុទ្ធសាសនានឹងនាំឲ្យពិភពលោកទាំងអស់បាននូវសុខសន្តិភាពប្រទេសណាក៏ដោយដែលគេបង្កើតមានច្បាប់ទម្លាប់មានប៉ូលីសសពយ៉ាងហ្នឹងគឺគោលបំណងរក្សាសុខរក្សាសន្តិភាពស្រុកគេក៏ប៉ុន្តែរក្សាសន្តិភាពពីខាងក្រៅបើយើងមានសាសនារក្សាពីផ្លូវចិត្តទៅផងអានឹងបានវាស្រួលដោយមនុស្សទៅលោតទឹកលើស្ពានជ្រោយយង្វាយអញ្ចឹងវាមកពីអីមកតែពីអាផ្លូវចិត្តខាងក្នុងបានអប់រំអារូបរាងកាយជារបស់មិនដឹងអីជាដុំសាច់ជាដុំឆ្អឹងឈាមតសៃស្បែករួចមានចិត្តនៅខាងក្នុងអាចិត្តហ្នឹងហើយយើងគិតមើលរូបរាងកាយគេយកទៅហាត់លេងសៀកបានដើរលើខ្សែពួរអីបានហើយគេហាត់កាយប៉ុន្តែយើងអត់ដែលហាត់ចិត្តរួចយើងដោះក្អែលផ្លូវកាយបានប៉ុន្តែយើងអត់ដែលដោះក្អែលផ្លូវចិត្តមិនដឹងថាចិត្តយើងយ៉ាងណាអញ្ចឹងបើយើងគិតផ្លូវចិត្តបើគេយកមកវឹកហាត់វិញរបស់ទាំងអស់ដែលនៅលើលោកយើងឃើញរាល់ថ្ងៃនេះមិនមែនដុំសាច់នឹងអ្នកធ្វើឲ្យកើតទេគឺចិត្តអ្នកនាំអាតទាំងអស់ណាញោមកើតមានជាវិទ្យុកើតមានជាទូរទស្សន៍កើតមានជាម៉ូតូស៊ីក្លូឡានកើតមានជាទូរស័ព្ទដោយសារអីរហូតមានឡានមានយន្តហោះដោយសារផ្លូវចិត្តទេនេះហើយសមាធិជាលោកីយោនិសោមនសិការៈនិងមនសិការៈចេតសិកការពិចារណាសមាធិជាលោកីផងគេរកឃើញវិទ្យុឃើញទូរទស្សន៍ទូរស័ព្ទយន្តហោះប៉ុណ្ណឹងបានគេធ្វើកើតអញ្ចឹងចិត្តយើងបើយើងយកវឹកហាត់ឲ្យមែនតែនគេអាចរកផ្លូវធ្វើឲ្យបានសុខសន្តិភាពពេញពិភពលោករបស់ដែលកើតឡើងទាំងអស់អាស្រ័យលើចិត្តអញ្ចឹងពធនេះគឺជាថ្នាំអប់រំផ្លូវចិត្តឲ្យបានសុខរួចបើសិនជាក្តៅខ្លួនលេប៉ាណាដុលប៉ារ៉ាសេតាមុលថៃលីណុលអេដវីលទៅវាជាប៉ុន្តែបើផ្លូវចិត្តនឹងតែវាក្តៅហើយតែមិនរកពធនឹងយកមកលេបយកមកលាបយកមកព្យាបាលទេលោតទឹកសម្លាប់ខ្លួនហើយចងកសម្លាប់ខ្លួនលេបថ្នាំសម្លាប់ខ្លួនហើយបើអញ្ចឹងពធនឹងជាឱសថព្យាបាលផ្លូវចិត្តរួចពុទ្ធសាសនានឹងហើយគឺជាពធអញ្ចឹងបានជាយើងនឹងនាំគ្នាគោរពជឿពុទ្ធសាសនាពុទ្ធសាសនាផ្សាយចូលក្នុងដែនដីប្រទេសកម្ពុជាយើងតាំងពីពុទ្ធសករាជ309ឆ្នាំម្លេះពីមុនដំបូងប្រទេសខ្មែរយើងមានជំនឿដើមមួយដែលអ្នកសិក្សាស្រាវជ្រាវគេឲ្យឈ្មោះហៅថាសាសនាអូស្ត្រូអាស៊ីដែលយើងមានជំនឿជឿទៅលើអរុក្ខអរិយណតាម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃព្រឹក្សា
ហើយជាបន្តមកទៀតយើងបានទទួលឥទ្ធិពលព្រហ្មញ្ញសាសនាលុះពុទ្ធសករាជកន្លងទៅ309ឆ្នាំគេនឹងរកឃើញទឹកតាងផ្ោះតាំងបញ្ជាក់ថាខ្មែរយើងបានទទួលឥទ្ធិពលពុទ្ធសាសនាតាមរយៈសិលាចារឹកនៅវោកាញ់ខាងយ៉ាត្រាងកម្ពុជាក្រោមព្រះពុទ្ធសាសនាដែលបានផ្សាយចូលមកនោះតាមរបៀបអ្នកជំនួញដែលគេរកឃើញពុទ្ធរូបជាច្រើនអង្គគេឲ្យឈ្មោះថាពុទ្ធរូបទីបកៈឬពុទ្ធរូបទីបង្កដែលអ្នកមកជំនួញជួញប្រែតាមសំពៅគេដាក់សម្រាប់ជាទីពឹងអញ្ចឹងយើងបានកាន់ទទួលឥទ្ធិពលពុទ្ធសាសនាហើយក្រោយពីសោណថេរនិងឧត្តរថេរដែលទទួលភារៈពីធម្មមាសោកយកសាសនាមកផ្សាយយើងបានទទួលឥទ្ធិពលពុទ្ធសាសនាតាំងពីពុទ្ធសករាជកន្លងទៅ300ឆ្នាំម្លេះក៏លុះមកដល់1560ខ្លះថា1200ទើបយើងបានទទួលបត្រៃ3ដកទៀតញោមឲ្យសតវត្សទី3ទី4ទី5ខ្មែរយើងងាករេបែមកជឿលទ្ធិព្រហ្មញ្ញសាសនាដែលគោរពព្រះវិស្ណុព្រះនរាយណ៍ដែលយើងឃើញតាមវត្តតាមអារាមមួយចំនួននោះវានៅជាប់ទឹកតាងផោះតាងកន្លែងខ្លះដែលវាមានជាប់ពាក្យអង្គពាក្យតាំងពាក្យរលាំងពាក្យបាដូចហៅថាអង្គគ្រឹះអង្គភ្នំតូចអង្គតាសោមអង្គរកាអង្គអីចឹងទៅអានឹងគឺជាកន្លែងដែលជាប់ព្រហ្មញ្ញសាសនារហូតតមកអ្នកដែលកាន់ពុទ្ធសាសនាក៏មានព្រហ្មញ្ញសាសនាក៏មានដល់មកសតវត្សទី13សម័យអង្គរពីមុននឹងសាសនាដែលយើងជឿនឹងមិនទាន់មានលទ្ធិហិនយានទេជាមហាយានផងមហាយាននឹងគឺលទ្ធិអាចារ្យវិទ្យធ្វើតាមអាចារ្យហើយលទ្ធិមួយទៀតគេហៅថេរវិទ្យធ្វើតាមព្រះសង្ឃថេរៈហើយដល់តែយើងជឿតាមអាចារ្យដល់តែសតវត្សទី13ជំនាន់ជ័យវរ្ម័នទី7ហ្នឹងមានកូនមួយឈ្មោះតាមលិន្ទៈតាមលិន្ទៈហ្នឹងក៏បញ្ជូនទៅឲ្យបួសនៅប្រទេសស្រីលង្កាដោយឮតំណែងថានៅប្រទេសស្រីលង្កាព្រះពុទ្ធសាសនាមាំទាំជាងគេមានគម្ពីរដីកាឯកសារហើយមានអដ្ឋកថាពុទ្ធសាសនាជាប់មាំជាងគេក៏បញ្ជូនតាមលិន្ទៈហ្នឹងឲ្យទៅដល់យកស្ទឹងកល្យាណីហ្នឹងធ្វើជាសីមាបួសដែលគេហៅថាស្ទឹងកល្លានីហ្នឹងបួសហើយរៀននៅប្រទេសស្រីលង្កាហ្នឹងជាង10ឆ្នាំបានត្រឡប់មកដល់ស្រុកខ្មែរយើងវិញនាំយកចម្លងយកពុទ្ធសាសនាបែបថេរវាទដូចយើងកាន់រាល់ថ្ងៃនេះគេហៅលទ្ធិហិនយានហ្នឹងយកមកផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាយើងចឹងទៅចាប់ពីពេលហ្នឹងមកយើងក៏បានទទួលលទ្ធិពុទ្ធសាសនាហិនយានមកធ្វើឲ្យប្រទេសយើងមានការគោរពបប្រតិបត្តិឯកភាពគ្នាទល់ទៅសពថ្ងៃអីចឹងមកហើយកន្លែងខេត្តព្រៃវែងយើងក៏សិតតែធ្លាប់ជាប់ឈ្មោះល្បីជាហោហែមកដូចជាព្រះអង្គពូព្រះអង្គទៀនព្រះអង្គពាន់ពូបុរីព្រៃវាជាពិសេសខាងព្រៃវាហ្នឹងពីជំនាន់បុរាណមកមានប្រគុណម្ចាស់2អង្គព្រះនាមរតនភានុ1រតនភានុ1រតនសង្ហៈ1 2អង្គបងប្អូនជាប់ញាតិវង្សមកបួសនៅព្រៃហ្នឹងបានគេវាមិនឲ្យកាប់ហើយយើងឃើញអង្គពូអង្គទៀនអង្គពាន់ហើយពូបុរីអាហ្នឹងខាងទៀមចខាងព្រះស្ដេចយើងហ្នឹងសិតតែធ្លាប់លឺវាសិតតែជាប់មានកន្លែងជាហោហែមកអញ្ចឹងយើងចាប់ផ្ដើមទទួលកាន់ឥទ្ធិពលពុទ្ធសាសនាហើយដល់តែពេលយើងរំលឹកឡើងវិញពីសម័យសោណថេរនិងឧត្តរថេរដែលនាំយកសាសនាមកផ្សាយក្នុងដែនដីយើងនេះពេលនោះប្រទេសខ្មែរយើងគេមិនដែលស្គាល់លោកហើយប្រធេរៈ2អង្គហ្នឹងត្រូវចាត់ឲ្យមកតាមផ្លូវសមុទ្រវិច័យដនពេលហ្នឹងគេកំពុងជឿព្រហ្មញ្ញសាសនាផងវាស្រាប់តែមានអរិយទឹកនឹងសមុទ្រហ្នឹងវាចាប់កូនក្មេងវាទៅលេងទឹកសមុទ្រចេះតែលងទឹកស្លាប់ញយពេកទៅគេថាអរិយទឹកចាប់កូនក្មេងបើអញ្ចឹងរៀបចំកម្លាំងគ្នាចាំពជាចាប់អរិយទឹកឲ្យតែឡើងមកកបិតបថៅដាវលំពេងនឹងពាត់ចាប់អរិយទឹកស្រាប់តែលោកមក2អង្គញោមមកជាពណ៌ក្រហមប្រកេះតងោលគេមិនដែលឃើញលោកផងគេស្រែកអរិយទឹកឡើងមកហើយវើយអរិយទឹកគេពាត់ជាប់ទៅណាគ្នាគេពាត់ជាប់វាប់ដល់អញ្ចឹងបានពិបាកណាស់សំបគេថាអាត្មាមិនមែនអរិយទឹកទេអាត្មាជាអ្នកបួសយកសាសនាមកផ្សព្វផ្សាយដល់ញាតិញោមវាគាត់ជួនពេលហ្នឹងអរិយទឹកមកមែនលោកក៏បានបង្ហាញឲ្យគេស្គាល់អរិយទឹកវាផ្សេងលោកផ្សឹងបានគេជឿលោកគេជ្រះថ្លាគេថ្វាយខ្លួនជាឧបាសកឧបាសិកាបានស្ដាប់ធម៌ស្ដាប់អាពីលោកមកហើយគេជ្រះថ្លាប្រគេនដីកសាងវត្តចាប់ពីពេលនោះមកហើយអ្នកខ្លះទៀតទៅគេប្រគេនកូនដល់លោកប៉ុន្តែមិនមែនកូនកំមុំទេគឺកូនប្រុសឲ្យបួសរៀនតបស្នងសងមករហូតអ្នកខ្លះប្រគេនកូនអ្នកខ្លះជូនប្អូនអ្នកខ្លះជូនបងអ្នកខ្លះប្រគេនឪឲ្យបួសទៅទៀតណា
វាមានអ្នកបួសហោហែតពូជពងមកក្នុងប្រទេសកម្ពុជាដល់តែសាសនាពុទ្ធសករាជគ្រិស្តសករាជឆ្នាំ1560យើងបានទទួលបត្រៃ3ដកនិងបកែវមរកតប៉ើងតាមសពៅមកពីស្រីលង្កាទៀតទុកជាសម្បត្តិខ្មែរអញ្ចឹងចាប់ដើមមានវត្តមានអ្នកបួសអញ្ចឹងអាត្មាចង់និយាយពីប្រវត្តិសាសនាហ្នឹងដើម្បីឈានឲ្យចូលមកដល់ដំណាក់កាលនៃអ្នកបួសអញ្ចឹងខ្មែរយើងមានអ្នកបួសហើយណាញោមចាប់ដើមមានអ្នកបួសផ្សាយសាសនាមកហើយដែនដីខ្មែរយើងខាងព្រៃវែងហ្នឹងបន្ទាប់ពីខេត្តតាកែវមកព្រៃវែងខេត្តចាស់ទុំដែរព្រោះដីដោះពីអង្គរបូរីមកបាភ្នំយើងហ្នឹងហើយកន្លែងដែលមកផ្សាយសាសនាកន្លែងដែលសវណ្ណភូមិពិតប្រកបនឹងព្យាយាមស្រាវជ្រាវរចុះរឡើងទៅសង្ឃឹមថាបាភ្នំយើងនឹងច្រើនជាងគេរាជធានីវិជាធបុរៈពីព្រោះយើងវាស់គិតទៅពីកំពង់ផែមកពីដើមគេមកចំនួនតាមកំពង់ផែតាមពលឹងកំពង់ផែអូកែវជាដើមអញ្ចឹងយើងឃើញថាដែនដីខេត្តព្រៃវែងយើងនេះគឺជាដែនដីប្រភពសាសនាចាស់ពីបុរាណសម័យនគរភ្នំគឺមុនសម័យអង្គរទៀតនិយាយងាកទៅខាងប្រទេសស្រីលង្កាទៅវិញពធមាសោកចាត់ឲ្យព្រះមហន្តថេរទៅពីដំបូងធម្មមេសោកមានសេចក្តីជ្រះថ្លានឹងពុទ្ធសាសនាកសាងចេតិយ 84000 ឧបត្ថម្ភសាសនាប៉ុណ្ណឹងហើយទៅសួរព្រះមោគលីពុទ្ធសថេរថាខ្ញុំព្រះអង្គជួយសាសនាប៉ុណ្ណឹងឈ្មោះថាជាញាតិចិត្តរបស់ពុទ្ធសាសនាហើយនៅមោគលីពុទ្ធសថេរថានៅទេតលតែមានកូនចៅណាញាតិណាមកបួសបានឈ្មោះថាញាតិចិត្តបើអញ្ចឹងមានកូនតែពីរទេដើម្បីជួយសាសនាឲ្យវែងឆ្ងាយឲ្យកូនទាំងពីរនឹងទៅបួសគឺមហន្តថេរហើយនឹងសង្ឃមិត្តាថេរីបានមហន្តថេរបួសឲ្យយកសាសនាទៅផ្សាយនៅស្រីលង្កានឹងទំនុកបំរុងអ្នកស្រីលង្កាគឺជឿកសាងវត្តអារាមថ្វាយខ្លួនជាឧបាសកឧបាសិកាស្ដាប់ធម៌អាកសាងវត្តប្រគិនចង្ហាន់បច្ច័យ4ច្រើនហើយមានលោកបួសដល់អញ្ចឹងទៅអ្នកលង្កាសួរថាសួរមហន្តថេរថាលោកម្ចាស់សាសនាតាំងមមនៅប្រទេសស្រីលង្កាហើយនៅឯនោះថានៅទេមិនក៏នៅបើយើងខ្ញុំជ្រះថ្លាកសាងវត្តវាអារាមបានមកកណោថាមិនមែនសាសនាតាំងនៅបានអញ្ចឹងទេតលតែមានកូនអ្នកលង្កានឹងមកបួសទៀតបានសាសនានឹងនៅមមអញ្ចឹងបានចាប់ដើមអ្នកស្រីលង្កា9កូន9ចៅទៀតហើយវាតមករហូតមកអញ្ចឹងទៅបានសាសនានឹងតាំងនៅមមឥឡូវយើងនិយាយពីដើមប៉ុណ្ណេះរំលឹកពីប្រវត្តិប្រភេទនៃមានអ្នកបួសចូលក្នុងពុទ្ធសាសនាឥឡូវក្នុងថ្ងៃនេះក៏ណាកូនស្រីនឹងគាត់មានបដិជាប្រគុណស្រីនុយនឹងជាឪចូលមកបួសដែរហើយដល់តែចូលមកបួសអញ្ចឹងទៅម្ដាយនឹងម្ដាយឪពុកទាំង3នាក់នោះស្លាប់បាត់អស់ហើយម្ដាយក្មេកអីណាណីនោះហើយដល់អញ្ចឹងនៅតែឪលោកឪពុកមួយអង្គនឹងមកបួសហើយដល់អញ្ចឹងទៅក៏នៅជាប់ពាក់ព័ន្ធជាមួយនឹងឪមកបួសអញ្ចឹងបានអាត្មាចែកបុណ្យនឹងជា2ផ្នែកមួយផ្នែកកូនចៅគេនឹកដល់គុណលោកឪពុកមួយផ្នែកពុទ្ធបរិស័ទនឹកដល់គុណព្រះសង្ឃវា2ផ្នែកដាច់ពីគ្នាចេះអ្នកដែលមានបងប្អូនកូនចៅមកបួសឪពុកទៅបួសហើយដែលកូនមានការធ្វើល្អអញ្ចឹងអាស្រ័យកូននឹងជ្រកជាមួយពធបើកូននឹងមិនជ្រកជាមួយពធទេអានឹងបាបអាម៉េចឧបមាដូចថាអាងតឪបួសអាងតបងប្អូនបួសចេញចូលជួនកាលទៅស៊ីស៊ូគ្នាទៅជូនរបស់គរុភ័ណ្ឌរបស់សង្ឃធ្វើអំពើកម្មពីផ្សេងទៅជាទំនាស់តោះតែងហើយគេអាងតឯងនឹងញាតជាមួយនឹងវត្តវាគេផ្ញើបច្ច័យលុយកាក់អីមកចូលកសាងផ្ញើមកលោកផ្ញើមកវត្តអីជួនកាលទៅច្រើនដងពេកទៅកេងខ្លះអីទៅជួនកាលវាបាបអញ្ចឹងតលតែមានពធជួយហើយបើមិនមានពធជួយទេយកកំហឹងយកកំហល់ទៅកើតទៅជាទំនាស់តែចេញចូលវត្តញយទាស់គ្នាជាមួយប្រសង់ដតីទាស់ទាំងអាចារ្យគណៈកម្មការក៏មានដែរអញ្ចឹងបានចិត្តមិនដូចគ្នាទេស្ដាប់ធម៌ទាំងអស់គ្នានឹងមានការខុសគ្នាអញ្ចឹងដែរបានជាមេកន្តយាណាពីអ្នកប្តីប្រពន្ធហ្នឹងញោមហើយពីអ្នកប្តីប្រពន្ធតាយាយហ្នឹងគាត់មានទ្រព្យសម្បត្តិច្រើនហើយគាត់មានកូនកំមុំនោះស្អាតរួចស្អាតពីសម័យដើមស្អាតយកតែមែនតែនពីព្រោះមនុស្សវាមានបុណ្យអតីតណានាងមាកន្តយានឹងកើតឡើងស្អាតរូបរាងកាយយប់ល្មមមើលឃើញភ្លឺរបៀប7អំពែកហើយយើងអត់មានពីណាភ្លឺទេស្អាតតែផលិតភ្លើងផ្លឹបខ្មៅដូចតែគ្នាហើយនាងនឹងបាត់ភ្លើងហើយនៅមានពលឺទៀតណាមុខនាងស្អាតដល់ម្លឹងដល់តែស្អាតពេកគេមកតដឹងអត់ឲ្យគេមកតដឹងមិនឲ្យវាមិនសមជាមួយកូនសោះអានេះដូចខ្មែរយើងថាខុសគីឡូគ្នាដាក់ទៅវាអត់ត្រូវគីឡូដល់អញ្ចឹងទៅអត់ឲ្យពីណាសោះព្រោះយាយនឹងជាព្រាមនឹងចេះទាយប៉កែទៅទៀតថ្ងៃមួយឪពុកខាងតានោះគាត់ដើរមកជួបព្រះជី
nè buộc mà ông này sạch mà lấy như sạch á bữa con xa anh trao nè xong mỗi con xa anh mà nó khơi thảo từ prap này nè buộc chụp nắng ấy dừng lừa con ao nè nắng ấy chăm dừng lừa con ao thì con xa dừng tư mưa phần thiệt tới địch thử kia chỉ mỗi con dừng xa được kia bỏ cái chụp nè nè này vâng tới đó là hai này dây bia không nhầm rồi đây con dừng ba này mọc ý na đây na nó để cha mày nó mọc nòm con dừng mà vô cầm rong ca đó phong vô cầm rong ca tới chun đó ná thì vô pro mà nó cái thằng cái ok á bạc lưng kia quá đó chẳng tới nòm kia mau tầng bay nè mà đó bát phỏng anh ơi chăm tầng nắng mấy nhá tầng nào bát tới rồi cho rồi lãng khơi nam trường mùi phỏng tục nam và bát tập pôn này nó cái che khắp buôn phim start cái lên mưa khơi nam và bát cái thằng này ở vi mình nụ ní mình nụ cái lai táo mẹ kia mà do con dương tê mình nụ cái lai na biết cái lai sấy mình nụ to được cái pơ chẳng đã là chừng này cho mót tập ba được smok chân thì cái ao xây xa đó ba này ao thì cái chọc chừng này chơi tập lên nó còn được smok tha chăng tập pôn nó phải cay trên ta nó còn là từ nghiêm đà nút khơi nhá nút nó còn đang chơi nút đừng coi chăm mà đó sắc mắt dân ao cồn sắc mắt cầm nón á đó bọn cùng nâng nắng bọn sầm đành thôi sẽ đạp bọn cha bắt đam sầm đành bị tuในรูปเรียงกายตัวใบสะอาดปะปันนากว่าได้กิจมันพอดปีกาจ้าชื่อสลับสะอาดปะปันนาก็เมียนกายได้บ่ายจังระบอบได้ยังเล็บโจลตื้อสตันละอ้อปันได้เพได้ไปเจนมาวิ่งตัวไปเจนมาตามเพลินนะก็โดยที่มันละอ้อได้เบอร์มันเชื้อสามือโยมยึดปุตตบรสัตสันเตฮารีรูปเรียงกายโปเตสอยโรกันนึกแทงจะสมบกในโรคปะพังคุณนางจิระบอกปกพอยแต่วิ่งแต่เตยืงต่างออกขณีโดยปปุตึกได้ปองลางใบให้ดามสวายมาดามดอกขนมได้ยืงท้าดามสวายยืงเมฆสวายยืงพลายสวายยืงกรอบสวายยืงกาสวายยืงปันได้ยืงเนี่ยยังการมาเลือบแผ่นใดนึงยืงระบอกใดได้นั่งให้ใบยืงระบอกใดขบายืงระบอกใดได้ยืงระบอกใดบานจีรอกđầy trường sạch bay dương là bỏ đầy tập lương cho là thằng đó thằng đàm xoay đồng đầy dương tha bỏ dương ban để cho dương mà cào lưỡi đầy đã dương còn là bỏ phèn đầy đa đời chẳng tư cào lan kích mình phật thì cào cha chư slap thời rút tua bay là o panna của trôm trôm crom kia từ đó thì cái đầy slap cào bị từ bông tàu du tới nâng khai thì chẳng mà cái chóp atma kịch tha bà hai mà rồi năm từ một tiết atma khai chứ chẳng đài anh nhôm mà tham đăng đấyปันเบอร์ธรรมะก็คลุนไอ้นั่งมาโรยนำต่อถึงมุกติดธรรมะประหารจะกินดักเกาไปกลมดังแน่บ่ายจังก็สอบมือเต้ยยึงมุกตันนังคลายจิตได้ยี่ไอ้ตาปีเนี่ยนั่งคุยดาบพอนั่งปัดได้จัดโจลขนมใส่ทอติสนาโยลขึ้นที่รูปเรียงกายกอดกาจากชื่อสลับประตือโรสิกได้สลับเสียบจะสำรัดดอลลานาเกียร์แต่มองโยมดอลจังหายก็ซ้อมโกนแต่บัวบวกต่างยัยบวกต่างตาที่ให้โกนนั่งเคยแต่แต่บัวไม่แต่บัวหายสดับทอบานสำรัดปนกรในสดับทอจอบขังเปรียมองกุยเจียเปรียไม่อันสะอาดปนังให้ทารุมันสะอาดสดับแต่เดียวไปจองสอดดอลบาดเชิงเจรบอมันสะอาดแต่ทากุดมันย่อยเชิงปะอันสะอาดลังหลบใบปนังทาอันมันสะอาดน่ะขังอยู่มวยเปรียจองกำลมอยู่มวยเปรียดอลบานแต่กิตบัวไม้แต่บัวโยโกนนังพญาแต่ปกเมียนักเคยโกนนังสะอาดอันจะถวายสดับบานรวมบวนเยอะแต่ถวายสดับเมียงในบานแต่ในขนมแหวงประกอบประกาศปะผู้เจียเปรียหรอประกาศปะผู้ชีเปรียโยมาดอลลาร์เพลเปิดกำเนียงเธอไปทงนคลังเปตีบ่มพดเนียงนังไอเฮียนตึกดัดเตี้ยระบอนเนียงซามาบัดไตโยได้จีสไตรมอปมเรอเปิดบอลตีนดอลพุทธศาสนาเนียงตึกดัดจมวยนังบริวาสลับยังเวทนีเนาะจังเนียงเปิดกำทงนเมียนนาเกดะตอนกำกิโยเนียงนังเมากิกัดใส่เนียงนังมังไงมาดมโยแต่อังไอฉันโยมาเอาเนียงโฮบิงแต่ได้ไอ้จังกาสดับทอยจมวยคณีโยมมือใหม่บานตึกบัวสกสรูปันนกนประพฤติทอตึกนรัวไพรจังบานยืงกับเมาจันเบอตึกบัวให้โกนใช้กุโรกอะไรเพื่อบนเคยได้จังไอ้บานเวียนเมียนพิสมัยเปรียปีเนี่ยบองโอนบองเพราะกิตึกบัวโอนใส่กุยการตกบองอันกิตึกบัวกิบานตึกทานซัวกิรัวจะตกจำนายอันหนึ่งรองตกลมบะจรานบองนั้นก็มาเป็นยลโอนทันยังไงมันแมนอดบอลตีปกสลับเนื้อมาได้ดอนเนื้อมาได้ตื้อบองตึกบัวไอ้โอนนั้นการตกถ้าอดบานบอลโดยบองไอ้บองก็มันแน่นอนทันยังไงแมนอดตีเนียงเพิ่งเริ่มมาได้ตื้อไทยอาซามาได้จ่าเจรีไอ้คอมทัวบอลตีนจมวยเกมีนกิทัวบอลไอ้ตัวช่วยเลือกช่วยลีช่วยแซงช่วยจัดแจงขนมบอลเพิ่งเริ่มบอลเกตื้อหนึ่งจำมาได้ตื้อสมาเตียนซาตื้อหนึ่งบ้านบอลรู้จักตกโดยขณีนั่นเนียง
នាងប្អូននឹងខំជឿតាមលបងនឹងឲ្យតែមានគេធ្វើបន់ឯណាតែងទៅរហូតទៅធ្វើបន់ជាមួយគេចឹងទៅហើយមុននឹងទៅនឹងតែងតែបង្រើម្ដាយដាំស្លបបពពាកភេសជ្ជៈទឹកត្រជាក់ទឹកក្តៅទំនុកបំរុងម្ដាយនឹងរួចស្រេចបានទៅសមាទានសិលទៅជួយលាងចានលាងឆ្នាំងចិត្តបន្លែផ្លែឈើលាងប៉ាន់លាងពេងជាមួយគេអញ្ចឹងទៅលោកបងនឹងយូរឡើងជាគ្រូសូត្រឡើងគ្រូសូត្រដូចឪពុកយើងអញ្ចឹងដែរណាឡើងជាគ្រូសូត្រទៅមានតួនាទីចាត់ចែងប្រសងទៅបន់ថ្ងៃមួយគេចាត់ទៅត្រយមកខាងចាត់លោកទៅបន់នៅត្រយមកខាងទៅយាយក៏ទៅបន់ជាមួយអស់ស្រាប់តែនាងឯនេះអាឡ័យតែដាំស្លបបពពាកយកមកបញ្ចុកម្ដាយចាស់មិនទាន់គេអាឡ័យចិញ្ចឹមម្ដាយស្រាប់តែចេញទៅទុកគេទៅចោលបាត់យំកើតទុកអញហើយទុកគេទៅចោលហើយមិនដឹងធ្វើម៉េចទេចង់ធ្វើបន់ចង់ទៅស្ដាប់ធម៌ហើយឥឡូវបើអញមិនបានទៅអញ្ចឹងដោយសារតែម៉ែអង្គុយយំកើតទុកនឹកឃើញហ្មងលើកដៃបួងសួងអោម៉ែឲ្យម៉ែដោយគុណបំណាច់ដែលខ្ញុំខិតខំពង្រើម្ដាយសូមឲ្យខ្ញុំបានឆ្លងទៅផងសូមឲ្យទេវតាទាំងឡាយជួយផងសូមបុណ្យដែលខ្ញុំបានធ្វើជួយខ្ញុំផងថាអញ្ចឹងហើយលើកជើងដាក់ទៅលើទឹកដូចជាមានអតិពលបុណ្យឬក៏រិទ្ធទេវតាជួយស្រាប់តែត្រនាងជើងនាងជាប់ដើរទៅនាងដើរលុយទឹកទៅរហូតអត់លិចដើរដល់ត្រយមកខាងស្រាប់តែយាយជួបហាក់តែគេជីទូកមកចោលបានអីជីមកខ្ញុំគេមកចោលអស់ខ្ញុំនឹកដល់គុណម្ដាយខ្ញុំនឹកដល់បនដែលខ្ញុំបានធ្វើថាឲ្យខ្ញុំឆ្លងបានស្រាប់តែខ្ញុំដើរមកទឹកវិត្រអញ្ចឹងទៅណាអញ្ចឹងលោកក៏លន់មាត់ដែរថាអ្នកបួសមានគុណធម៌ច្រើនក៏ពិតមែនក៏ប៉ុន្តែអ្នកដែលនៅគ្រប់គ្រងផ្ទះក៏គេអាចបានសម្រេចគុណធម៌ដែរអញ្ចឹងគេអាចធ្វើបនបានដែរដល់អញ្ចឹងហើយត្រេកអររីករាយណាស់ញោមមកអញ្ចឹងថាដែរនឹងអ្នកដែលយើងមិនបានបួសក៏យើងអាចធ្វើបនបានចឹងបានយើងរាល់ថ្ងៃទៅណាមកណាអីណាបើសិនជាជីកទូកអីទៅដល់នៅលឿងអីសាឡាងគេទៅបាត់អីចឹងណាហើយបើចង់ឆ្លងអីបថុយសាកមើលសិនណាលើកដៃទៅលើទៅឪអើយម៉ែអើយខ្ញុំខំចាំម៉ែតាំងពីតូចមកទេវតាអើយសូមមកជួយខ្ញុំឲ្យដើរឆ្លងទៅត្រយមកខាងបានផងថាឲ្យលើកជើងលោសាកមើលបើវារឹងមែនទៅហើយបើថាលោទៅជ្រៅទៅទេកុំបថុយអត់បានទេកុំបថុយវទៅជើងទៅមុនណាអាត្មាក៏ជួយមិនបានដែរពីព្រោះអីប៉ុនយើងវាតិចជាងប៉ុនអ្នកពីដើមប៉ុនគេច្រើនដូចទឹកចិត្តពេញពីងហើយគេចាក់តែមកផ្ដាល់ពេញហ្មងហើយឥឡូវយើងនេះមិនបានកន្លះពីងផងចាក់ពី3ប៉ោតមិនទាន់ពេញផងបាទអញ្ចឹងវាខុសប៉ុនគ្នាចាឥឡូវថ្ងៃនេះមានសទ្ធាជ្រះថ្លាបញ្ហាទី1លោកឪពុកបានមកបួសហើយកូនចៅក៏មានសទ្ធាជ្រះថ្លាធ្វើជាកិច្ចមួយកតញ្ញូចម្រើនបជនជូនការចម្រើនបជននេះមិនថាតែញោមញាតិទេសូម្បីលោកអាចារ្យគណៈកម្មការហ្នឹងក៏ចូលរួមចំណែកធ្វើពិធីបុណ្យចម្រើនបជនដែរហើយពុទ្ធបរិស័ទទាំងអស់ក៏ចូលរួមធ្វើពិធីបុណ្យចម្រើនបជនដែរការចម្រើនបជនមានន័យតែធ្វើឲ្យអាយុនឹងវាច្រើនមិនមែនឥឡូវនឹង82ចម្រើនបជនស្អែកឡើង85មិនមែនអញ្ចឹងទេមានន័យតែធ្វើឲ្យអាយុនឹងបានវែងកុំឲ្យឆាប់ស្លាប់អាហ្នឹងចម្រើនបជននឹងមានន័យថាអញ្ចឹងហេតុដែលនាំឲ្យអាយុវែងវាមានរឿងរបស់វាញោមទី1អ្នកដែលមានអាយុវែងដោយការគោរពឲ្យតែមនុស្សណាប្រកែគោរពអាយុវែងព្រោះក្នុងធម៌នោះព្រះពុទ្ធសម្ដែងថាអភិវាទនៈសីលេសនិច្ចាំងវុទ្ធាបច្ច័យណោចតារោធម្មាវត្ថន្តិអាយុវណ្ណោសខੰបលាំងអាយុវែងមួយពណ៌សម្បល់កាយមួយសេចក្តីសុខមួយកម្លាំងមួយរមែងចម្រើនដល់អ្នកណាថាចម្រើនដល់អ្នកណាដែលគេគោរពអីទៅគោរពចាស់ប្រធាចាគោរពចាស់ទុំគោរពអ្នកមានគុណធម៌គោរពអ្នកមានសិលឬក៏គោរពប្រតនត្រ័យជាប្រក្តីនឹងចម្រើនដល់បុគ្គលនឹងអាយុវែងអញ្ចឹងអ្នកចូលវត្តចូលវាកន្លែងគេដោះមួកកន្លែងគេដោះឆាត់គេដោះស្បែកជើងយើងគោរពគេឯងទៅណាចូលវត្តចូលវាអីរៀនទម្លាប់ដោះតាមវប្បធម៌ខ្មែរយើងអញ្ចឹងទៅអាយុវែងហើយពីព្រោះទេវតានៅនឹងជួយថែអាសាឃើញយើងចេះគោរពដូចអ្នកដើរព្រៃអញ្ចឹងទៅដល់ព្រៃទៅដល់ភ្នំអីអញ្ចឹងទៅយើងចេះគោរពសុំទឹកសុំដីគេត្រូវទទួលបងអីបត់ដៃបត់ជើងតូចធំអីធ្វើមាត់អេចអុយខ្សឹបទៅអរុកអរិយណតាម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃព្រឹក្សាកំថាអីថាបានសុំកន្លែងបត់ជើងតិចចិត្តទៅសុំអញ្ចឹងទៅកន្លែងដេកសំណាក់ជ្រោកោនទេវតានៅនឹងក៏គេជ្រះថ្លាងយើងឃើញយើងចេះគោរពហើយតែដល់តែយើងមិនចេះគោរពទេវហើយបុរាណគេថាចាញ់ទឹកចាញ់ដីចាញ់ព្រៃចាញ់ណតាបើចាញ់ទឹកគ្រាន់តែសបកជ្រោយនឹងយកមកដាំទឹកផឹកអធិដ្ឋានអីបន្តិចជួយទៅក៏វាជាដែរហើយបើចាញ់ដីទេគេកោសអាស្ករថ្នោតយើងដាក់ក្នុងស្រាសផឹកទៅតែ2-3ថ្ងៃក៏ជាដែរហើយចំណែកចាញ់ព្រៃចាញ់ណតាហ្នឹងទៅរៀបសំណែនសែនព្រានមិនតាន់ស្លាប់ហើយមកពីអីគេថាខុសមាត់ខុសកជាមួយអរុកអរិយណតាព្រៃហើយបើអញ្ចឹងមកពីអីមកពីយើងមិនគោរពចូលទៅព្រៃចូលមកកន្លែងវត្ត
ឃើញលោកមានស្វាយគប់ស្វាយលោកមិនខ្ចីសុំឯណាអាស្វាយក៏អស់អាស្លឹកធ្លាក់ឯកោផឹកឡើងលោកបោះឲ្យប៉ោងសរសៃទាំងព្រលឹមហ្នឹងអាចារ្យនោះមកខាត់រវាយទាំងអាចារ្យទៅទៀតអញ្ចឹងណាជួនកាលសត្វដែលវាចូលក្នុងវត្តកន្លែងគេឲ្យអភ័យដល់សត្វទៀតឯងមកបាញ់សត្វក្នុងវត្តមកស្ទូចត្រីមករករឿងក្នុងវត្តទៀតអានឹងហើយវាជាលក្ខណៈខ្វះការគោរពហើយតែឃើញចេតដីឃើញព្រះឃើញអីគួរគោរពឯងនឹងជួនកាលយកស្អីស្អីទៅហូបកន្លែងព្រះហើយវាយព្រះទៀតកាលមុនមាននៅត្រូវខាងលិចវាយទៅព្រះហើយមានអីចេញទៅពីនឹងទៅមិនតិចម៉ាំងប្រាវឡានអាសមួយដឹកទៅពេទ្យឲ្យបន្តមកសន្ធុចាក់ពិនទៀតឲ្យលន់ស្លាប់ម្ដងពី3នាក់ខ្វះការគោរពមកពីអីមកពីទេវតាមិនថែអាសាទេវតានៅនឹងដាក់ទំនាយតែហ្មងក៏មិនដឹងដែរជួនកាលនឹកថាកន្លែងគេគោរពឯងចូលមកខ្ជាធ្វើឲ្យអាក្រក់ចឹងទៅអានឹងអត់គោរពអត់សក់ទេទៅណាមកណាមានក្អែបមានខ្ទុយមានពស់មានខ្លាមានតម្រៃមានគ្រោះថ្នាក់ទេវតាអត់ជួយទេប៉ុន្តែបើយើងចេះគោរពបានអាយុវែងអញ្ចឹងអាយុវែងទី1កើតពីគោរពចាស់ពីដើមគាត់គោរពគាត់ឃើញតាសធរហ្នឹងគាត់អត់ហ៊ានដើរជន់ទេគាត់លើកឡើងទូលទៀតនោះអញ្ចឹងបានតែអាយុវែងទី1យើងត្រូវគោរពអាយុវែងហើយខាងព្រៃវែងយើងមកជាហៀងទៅកជ្រេកកចាយមៀធ្លាក់ទៅដល់ខាងអូរាំងឪជប់សួងមីមុតក្រែកពេលដែលមានបនធំគេទេសនា3វគ្គទី1គេទេសធម្មគោរពថ្ងៃទី2គេទេសបឋមត្រាស់ថ្ងៃទី3គេទេសទោជាតិហើយអាម៉េចបានគេទេសបឋមគោរពគ្រប់តែបនគេថាអ្នកធ្វើបនបានច្រើនតើចេះគោរពដែរគោរពរបៀបម៉េចខ្លះយើងហៅថាអបជាយនធរហ្នឹងឃើញភ្ញៀវមកលើកដៃផ្គងទៅលើគេហៅថាអញ្ជលិកម្មអាហ្នឹងគោរពមួយដែរលើកដៃសាពះគេហៅថាវន្តិកម្មរួចថ្វាយអង្គមប្រកបដោយអង្គ5គេហៅថាអភិវេតនកម្មការងើបឈរទទួលភ្ញៀវគេហៅថាបច្ចុប្ឋានកម្មសាមីជាកម្មគេហៅថាជំរាបសួរចាប់ដៃអាលែកតាមបែបវប្បធម៌គេហើយអនុគមនកម្មជូនដំណើរភ្ញៀវទៅវិញណែសិតតែបានបុណ្យទាំងអស់គ្រាន់តែងើបឈរទទួលគ្រាន់តែជូនដំណើរភ្ញៀវហ្នឹងអាហ្នឹងក៏បានបុណ្យដែរបានជាយើងរៀបធ្វើអីយើងនមស្ការថ្វាយអង្គមមុនណាចេញមកអ្នកមោមុនគេតែហ្មងហើយចំណាំមើលទៅញោមអ្នកដែលធ្វើការជោគជ័យគេគោរពទាំងអស់តាំងពីពួកភ្លេងឆាយាមលបាំឡាំជាគេលខោនប្រសាកន្ទ្រឹមកន្ទ្រៈញាក់កន្ទ្រៈអារម្មណ៍ដេញដំប្រគុំផ្លុំកោតត្រជាបៃក្មួខំពិនពិតអានិតកងស្គររៀបតែលេងឡើងគេនឹកដល់គុណគ្រូគេផ្លែតហើយអាចារ្យយើងចឹងដែរទៅរៀបធ្វើបុណ្យអីថ្វាយអង្គមព្រះមុនផ្លែតអានឹងយើងគោរពសិនមុននឹងវេក៏គោរពសិនមុននឹងសមាទានសិលក៏គោរពសិនរហូតដល់តអ្នកវាយបុកវាយបដាល់ក៏គេគោរពគ្រូគេដែរអ្នកចុងភៅក៏គេគោរពគ្រូគេដែរបានការគោរពនឹងអាយុវែងនឹងមួយពពោធិសត្វទៅរកចំនួនជួញប្រែតាមសំពៅព្រះអង្គទៅគោរពទៅដល់មាត់សមុទ្រឃើញមានដីខ្សាច់ក៏លើកដីខ្សាច់ពុកធ្វើជាចេតដីហើយថ្វាយអង្គមដោយការគោរពពេលដែលចេញដំណើរទៅដល់កណ្ដាលផ្លូវសពៅត្រូវលិចលងគេស្លាប់អស់មកសពៅពពុទ្ធិសត្វរស់តែម្នាក់ឯងត្រឡប់មកវិញដោយសារទេវតាជួយថែអាសាអ្នកដែលមានធម៌គោរពធ្វើឲ្យអាយុវែងអញ្ចឹងទី1ការគោរពទី2ការប្រតិបត្តិញោមណាចង់បានអាយុវែងប្រតិបត្តិទៅអាយុវែងហើយប្រតិបត្តិតាមធម៌5យ៉ាងហើយញោមចាំមើលណា5យ៉ាងអាយុវែងស្អីខ្លះទី1គេហៅថាសបាយការីទី2សបាយេមតាំងជានិតិទី3ប្រណតៈប្រូជីទី4កាលចារីទី5ព្រហ្មចារីហើយស្ដាប់បានអីអត់មិនបានសបល័យចុងទី1នោះគេហៅថាសបាយការីធ្វើខ្លួនឲ្យសបាយសបាយយ៉ាងម៉េចទៅធ្វើខ្លួនឲ្យសបាយសបាយតាមក្មេងសបាយតាមចាស់សបាយក្មេងសបាយធំបាសសបាយចាស់សបាយធ្វើបុណ្យសបាយស្ដាប់ធម៌ហើយឲ្យតែសបាយច្រើនអានឹងអាយុវែងដែរអ្នកខ្លះគេថាឲ្យយើងព្យាយាមសោចឲ្យញឹមញែមមកច្រើនឲ្យយើងច្រើនសោចសបាយទៅកើនអាយុចេះសបាយច្រើនកើនអាយុប៉ុន្តែដល់ធម៌ទី2ណាញោមចំណែកធម៌ទី1នឹងវាសបាយនឹងវាសបាយដោយបុគ្គលជុំវិញខ្លួនសបាយដោយអាហារសបាយដោយអូតូសបាយដោយទីកន្លែងសពយ៉ាងហើយនឹងធម៌មកសបាយរីឯទី2នោះលោកថាចង់ឲ្យបានអាយុវែងឲ្យដឹងប្រមាណក្នុងការសបាយលោកថាសបាយយេមកតាំងជានិតិបើមិនដឹងប្រមាណក្នុងការសបាយអាយុខ្លីវិញឧបមាយីលើលោកទេសនាថាធ្វើឲ្យសបាយអាយុវែងយប់នឹងគេជួលបាសអញទៅរំជាមួយចៅដែរឲ្យវាសបាយឲ្យអាយុវែងមានអីញោមជំនាន់យើងពីដើមសារវ័នឡាំលាវក្បោក្បាច់ញាក់បន្តិចបន្តួចអីទេទុនភ្លុនហើយឥឡូវគេចេញមកសិតតែហេបហបត្រឹមកន្ទ្រាក់អីកាំងណាមស្តាអញ្ចឹងណាអាត្មាថាតាមគេដែរដល់អញ្ចឹងទៅគេគ្រាន់តែដឹងថាដូចដល់អំបោះលើតែក្តឹបដូចដល់អំបោះហើយឥឡូវនេះគេញាប់ណាស់ហើយយើងចាស់ទៅញាប់ជាមួយក្មេងធាក់ដីជាមួយក្មេងអូយតែ2-3បត់ធ្លាក់អណ្ដាតហើយអញ្ចឹងនាំអាយុខ្លីវិញតាអញ្
ចឹងបានថាអាហ្នឹងវាហួសព្រំដែននៃការសបាយអាយុខ្លីអញ្ចឹងសបាយចាស់សបាយធ្វើបន់សុនទានសបាយស្ដាប់ធម៌ឯនេះទេហើយកូនខ្លះគេជូនលុយម៉ែញយម៉ែចិត្តយកមកធ្វើបន់ខាត់ម៉ែទៅហ្មងដកទូរស័ព្ទទុកទៀតមួយថ្ងៃឃើញទេទៅតែអាចារ្យទេទៅលោកគ្មានសល់លុយទេដកទៀតដកចេញឲ្យអស់យុបបន្ទោសម៉ែឯងទុកចាយវាយខ្លះមើលកូនខំរកស៊ីបានជូនទៅគិតតែយកទៅធ្វើបន់អស់ចឹងទុកម៉ែកូនចង់ឲ្យម៉ែឯងចាយឲ្យសបាយហើយដល់លខាត់ម៉ែលែងឲ្យធ្វើបន់ម៉ែលែងសបាយតែហ្មងព្រោះម៉ែនឹកថាអញចាស់ហើយចិត្តដល់ថ្ងៃស្លាប់ឯងធ្វើបន់អញបានចូលបន់គេអញសបាយដល់លែងឲ្យគាត់ធ្វើបន់គាត់កើតទុកវិញអាយុខ្លីវិញអញ្ចឹងសបាយចាស់សបាយបន់សបាយសិលសបាយទៀនកុំឲ្យថាលោកទេសនាថាធ្វើឲ្យសបាយអាយុវែងទេសចប់អញខ្ចីម៉ូតូអាចៅជិះលេងប្រហោះលេងឲ្យសបាយមានអីជំនាន់និយាយតាលេខនឹងជើងឥឡូវគេលេខនឹងដៃក្រានឹងដៃប្រាំងនឹងដៃជន់មិនជន់មួលមិនមួលទៅងោងចោះងោងឡើងប្រោសជាមួយគល់ថ្នោតទៅវវខ្លីអញ្ចឹងបានថាតលតែដឹងប្រមាណក្នុងការសបាយបានអាយុវែងហើយធម៌ទី3គេថាបរិណតភោជិស្រឡាញ់ខ្លួនឲ្យស្ងួនចំណៃបើស្រឡាញ់ប្តីឲ្យចេះថ្នមចិត្តអាស្រឡាញ់ខ្លួនឲ្យស្ងួនចំណៃអាត្មានឹងវាដឹងបើដល់អាស្រឡាញ់ប្តីឲ្យចេះថ្នមចិត្តអាត្មាវាអត់ដឹងទេព្រោះអាត្មាវាមិនដែលមានប្តីស្លៀកសពុតគេដែរក៏អត់ដែលមានប្តីដែរដល់ថាអញ្ចឹងវាបែករឿងខាលទៅរៀនញោមមកប្រគុណគេវាមានពីរច្រកមួយខាងរូបស្លៀកខោមួយខាងរូបស្លៀកសពុតហើយអាត្មាទៅរៀនសាលាជាមួយប្រសក់គេដល់ពេលត្រូវបត់ដៃបត់ជើងទៅអំអៀនទ្រាំបានទេមកទៅទ្រាំទៅដល់វត្តបានទេមុខកាន់តែជូអែមមកទៅហើយទៅឃើញមើលផ្លាកគេមកខាងស្លៀកខោមកខាងស្លៀកសពុតឯងសពុតដែរមកខាងនេះគេមានទ្វារគេពីរជាន់អាមួយជាន់ទ្វារធំខាងក្រៅហើយបានចូលទៅមានអាទ្វារតូចចែកតាមបន្ទប់ច្រើនទៅទៀតអានេះសម្រាប់អ្នកណាគេងូតទឹកអីគេដោះដូរសម្លៀកបំពាក់ឲ្យហើយបានគេចូលទៅងូតណាមានអីអាត្មាចូលទៅអើតបានមិនតិចគេស្រែកចាពេញនឹងមកធ្វើស្អីកន្លែងគេនឹងទៅឯនោះមិនទៅទេអត់គិតមើលសញ្ញាមើលអីសោះអាត្មាថាអាត្មាមើលតាសពុតមកឃើញមកសពុតដែរគេថាទៅឯនោះទៅមកដើរចេញមកវិញទៅខាងនោះទៅខាងខោនឹកឃើញថាតែខាងនឹងគេរករឿងទៀតនឹងដោះស្រាយថាម៉េចព្រោះឯងអត់ខោផងយ៉ាងណាអាហ្នឹងវាមានរឿងបណ្ណាបន្តិចដើម្បីកុំឲ្យនិយាយតានឹងអបសក់ពេកវទៅលក់ចោលអាត្មាតម្រាំទេសចប់យកសព2 3ប្រាំងម្នាក់អត់អីទេញោមត្រូវការសាពះហ្នឹងបើបានប៉ុនបានអីមែនណាសាពះធរគោរពធរហ្នឹងបានប៉ុនហើយតាំងចិត្តសាពះគោរពបានប៉ុនហើយប៉ុន្តែបើរយដៃដាក់ចុះទៅណាញោមកុំឲ្យតែមានចិត្តប្រមាទធ្វើម៉េចបើរយដៃដាក់ចុះទៅកុំឲ្យថ្ងៃក្រោយគេហៅទៅស្ដាប់ធម៌លែញ៉ោយសួរលោកមកពីណាមកពីពេញអូអញរៀងឲ្យលោកពេញថ្ងៃមុនចុះដៃចុងងាប់ហើយបើអញ្ចឹងទេដោយសារតែរឿងចុកដៃហ្នឹងខានស្ដាប់ធម៌បើអញ្ចឹងមិនអីដាក់ចុះទៅហើយអង្គុយអញ្ចឹងដែរបើវាចុករយជើងអីប្រែប្រួលអីមកសរីអញ្ចឹងទៅញោមហើយកុំឲ្យថាអាត្មានឹងធ្វើបាបអីណាប្រែប្រួលអីមកសរីហើយបើពិសាទឹកច្រើនអីវាចង់តវ៉ាអីអញ្ចឹងណាទៅសៀអីទៅដោះស្រាយបញ្ហាកុំឲ្យមានទំនាស់ហើយចូលមកវិញផងហើយទៅចេញទៅសៀបាត់អស់អត់អ្នកយ៉ាងកាញ់អាត្មាជាខ្លាចដែរអាត្មាសំដែងហ្នឹងអត់ហ៊ានថ្មិចទេណាញោមចិត្តទៅលបមើលព្រមដែលមកស្រុកហ្នឹងផងបគេឡើងចោលអស់ទៅអត់អ្នកយ៉ាងកាញ់ហើយថ្ងៃហ្នឹងនឹកថាអញ្ចេះនឹកថាអាត្មាមិនដែលបានមកសំដែងហ្នឹងផងថ្ងៃមុនវត្តសាលានោះឆ្នាំមុននោះគ្នាខំចាំទល់ម៉ោង 9 យប់អាត្មាខកសាឡាងមកអត់តាន់ខានម្ដងទៅហើយតាំងពីនងមកហ្នឹងស្បត់គេលែងមុនរហូតមកទល់ថ្ងៃនេះអាខានប៉ុនគេម្ដងណាខកសាឡាងមកយប់ពេកហើយដល់អញ្ចឹងទៅមកកន្លែងនេះឃើញញោមញាតអញ្ចឹងនឹកឃើញថាមិនដែលបានមកគិតថាមកថ្ងៃនេះសំដែងឲ្យយូរជាងរាល់ដងជំនួសអាពេលមិនបានមកហើយអង្គុយចាំបានទេអត់ជាថាដឹងញោមញាតពុទ្ធបរិស័ទទាំងឡាយអត់ហ៊ានបិទភ្នែកទេភ្នែកហ្នឹងអត់ហ៊ានបិទភ្នែកទេជាតែលបមើលសងខាងខ្លាចខេញលោថ្មិចទៅបាក់ឡើងអស់មនុស្សគេតែបាច់ទៅបាក់ឡើងអស់មនុស្សទៅនៅសល់ម្នាក់ពីរពិនិត្យមើលមែនតើកំពុងសមុកឲ្យខលទៀតណាតែហៅថាយាយអាឡើងឯនោះជុះឡើងតឡាំងកាំងស្រែកថាសាធុគេចប់តាំងពីយូរហើយឯងតែសាធុបើអញ្ចឹងចេះតែខ្លាចញោមញាតពុទ្ធបរិស័ទទាំងឡាយឥឡូវនិយាយចូលតមកវិញដើម្បីឲ្យបានអាយុវែងធម៌ទី3គេថាបរិណតភោជិគេឲ្យប្រយ័ត្នចំណីអាហារបើមិនប្រយ័ត្នចំណីអាហារអាយុខ្លីហ្មងមានជំងឺខ្លះគេឲ្យតម
ខ្លះគេឲ្យតមមកហូបសមុទ្រមកហូបគ្រឿងនេះគ្រឿងនោះតមតាពាំងអីចឹងទៅហើយយើងហ្នឹងវាមិនតមទេជាឃ្លានចេះតែដាក់ទៅវាទំនាស់ទាស់ដល់ជំងឺអាហ្នឹងអាយុខ្លីការដែលរឹតត្បិតពេកមិនហ៊ានហូបឆ្ងាញ់សោះអំបិលព្រឹកអំបិលល្ងាចអំបិលព្រឹកអំបិលល្ងាចក៏មិនយូរប្រមាណដែរគង់ទៅដល់ថ្ងៃអិតិដែរហើយឬក៏ថាអញចង់ឲ្យឆ្ងាញ់ពុតទៅដដើមគ្នាជាមួយចៅសាច់ម្ដុំចៅក្រោយនឹងអញដាក់វ៉ាប់ទៅអាទៅមិញបាក់អស់ហើយទៅពីមិនដាច់ចិត្តទៅពីខ្លាចចាញ់គេញុំលេបហើយលោទៅចំអាចឆ្អឹងមួយទៅតឹងកវ៉ាប់ទៅមិនលៀនភ្នែកថ្លែដូចតកែក្នុងរុងអាស័យបើអញ្ចឹងវានាំអាយុខ្លីដោយសារចំណីអាត្មាធ្លាប់ទៅប៉ុនគេស្លាក់គ្រាប់មានស្លាក់គ្រាប់សេមន់ស្លាក់គ្រាប់គលេនដែរតាមានណារឿងស្លាក់ហ្នឹងស្លាប់អញ្ចឹងឲ្យប្រយ័ត្នចំណីដែររបស់មានជាតិគីមីរបស់ជាតិពុលរបស់ហូសដឺលេអីចាស់កាពះអន់អីកុំបថុយអីញោមឲ្យទុកអាអាត្មាអីក្មេងទៅណាអ្នកក្មេងទៅឬក៏អង្គណាឬក៏កូនចៅណាដែលគេទៅពីដាច់ទៅហើយចាស់ហ្នឹងចឹងបានគេតណាលយាយមួយឃ្លានបាញ់ជំនឿឃ្លានរាប់ខែហើយស្រាប់តែចៅយកបាញ់ជំនឿមកជូនញោមឲ្យពរចៅភ្នែកលួចមើលភ្លឹះបានតែពរចប់បានស្លាប់ព្រាមកលេងហ្មងមួយមួយម៉ាត់មិនណាច់ឃ្លានចំមកគ្រាប់មួយណារៀងកាចទៅលើក៏មិនទៅក្រមក៏មិនទៅយាយនោះដកកលៀនភ្នែកថ្លែផ្អើលចៅរឹតឲ្យព្រាតណែអាហ្នឹងវាអញ្ចឹងដែរអាហ្នឹងធម៌ទី3ចង់ឲ្យបានអាយុវែងប្រយ័ត្នចំណីអាហារដល់ធម៌ទី4គេថាកាលអាចារ្យឲ្យជាអ្នកស្គាល់កាលដើរកាលដេកកាលឈរកាលអង្គុយកាលធ្វើបុណ្យកាលស្ដាប់ធម៌អិរិយាបថទាំង4ហ្នឹងឲ្យវាប្រើទាំងអស់គ្នាបើកាលណាយើងប្រើមិនគ្រប់ទេអិរិយាបថយើងហ្នឹងធ្វើឲ្យយើងហ្នឹងវាសុខភាពមិនល្អឧបមាយាយនឹងដើររហូតមិនសម្រានសោះដើររាប់ខែអាយុមិនវែងទេហើយបើសិនជាសម្រាននឹងសម្រាន 2-3 ខែហើយមិនព្រមឲ្យឡើងសោះអាយុក៏មិនវែងប្រមាណដែរហើយបើសិនជាអង្គុយប្រងើ2ឆ្នាំហើយមិនព្រមដូរអិរិយាបថនឹងក៏អាយុមិនវែងដែរបើអញ្ចឹងអិរិយាបថទាំង4ត្រូវតែដើរដេកឈរអង្គុយនឹងបានជាក្បួនពេទ្យគេថាហាត់ប្រាណក្មេងៗគេហាត់ទេព្រលឹមឡើងគេអាលាស់ដៃអាលាស់ជើងទាត់ខ្យល់ប៉ុន្តែយាយតាបើសិនជាចង់ឲ្យអាយុវែងលួចហាត់ប្រាណគេខ្លះទៅណាញោមបើហាត់ធ្វើអីមិនកើតទេដើរព្រលឹមឡើងដើរធ្វើការទៅត្រកទៅសរីរៈវិញ្ញាណយើងវានៅតែមានចលនាឈាមយើងនៅរត់ហើយបើសិនជាចង់ឲ្យទៅសៃតឹងតែងអីពុតពិតជាកេះអាលាស់ដៃអាលាស់ជើងអីទៅបើថាខ្មាស់គេមិនហ៊ានធ្វើខាងក្រៅទេក្នុងចក្រានបាយនឹងឯងបិទវាឲ្យចិត្តហាត់ប្រាណមិនតិចទៅប៉ុន្តែប្រយ័ត្នផងទប់ខ្លួនផងចាស់ហើយកលុកល្អល់ជើងដួលពងបែកពីងពហុទៅទៀតណាបើអញ្ចឹងទេចង់ឲ្យបានអាយុវែងតលតែសរីរៈវិញ្ញាណនឹងដើរអានឹងទី4ឯចំណែកទី5គេថាព្រហ្មចារីប្រព្រឹត្តនៅព្រហ្មចារិយធម៌មានធ្វើបុណ្យសន្តានរសាសិលស្ដាប់ធម៌ទេសនាកាន់សិល5ចាំសិល8ជាដើមអញ្ចឹងទៅអានឹងហើយគេហៅថាធ្វើព្រហ្មចារិយធម៌ប្រព្រឹត្តនៅព្រហ្មចារិយធម៌អញ្ចឹងអាយុនឹងវាវែងឆ្ងាយតទៅអញ្ចឹង5យ៉ាងហ្នឹងណាញោមណាចង់បានអាយុវែងប្រតិបត្តិធម៌5យ៉ាងហ្នឹងទៅហើយបើមិនចង់បានអាយុវែងទេអានឹងអាត្មាមិនដឹងទេឯចំណែកមួយបែបទៀតបុណ្យអាយុវែងកើតឡើងដោយសារការធ្វើបុណ្យចម្រើនបច្ចុប្បន្នគឺគេធ្វើប្រកបទៅដោយកម្ម3យ៉ាងគេហៅទី1ថាជីវិតមហកិច្ចជីវិតមហកម្មទី2អាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មទី3អនុប្រទានកិច្ចអនុប្រទានកម្មទី1គេឲ្យឈ្មោះថាជីវិតមហកិច្ចជីវិតមហកម្មនៅត្រង់ណាថានៅត្រង់កូនចៅដាក់បោះស្បុកស្រោចទឹកអានឹងគេថាជប់លៀងជីវិតធ្វើឲ្យជីវិតយើងមានន័យនៅខាងកជ្ជៈនៅខាងខេត្តតកែវនិងខេត្តកពតគេនិយមហៅថាបុណ្យអភិសេកអីគេថាសាមញ្ញពិសេសហើយបើនៅខាងតកែវនៅខាងស្អាងកោះធំគេនិយមធ្វើបុណ្យជីវទានច័ន្ទសុគរីសោតខ្លះធ្វើបុណ្យចម្រើនបច្ចុប្បន្នបុណ្យចម្រើនអាយុជីវទានច័ន្ទសុគរីសោតបុណ្យអភិសេកសាមញ្ញពិសេសខាងយើងហៅថាបុណ្យចម្រើនបច្ចុប្បន្ននិងហៅថាបុណ្យកតញ្ញូបុណ្យនឹងមានទិសដៅដូចគ្នាគឺចង់លើកតម្កុំតម្កើងម៉ែឪអភិសេកមកពីអភិភពបុត្រសេចធាតុនុបច្ច័យជាព្រះថាប្រោះព្រំស្រោចស្រពលើកតម្កើងតម្លើងយុះតម្លើងស័កហើយគេមាន3យ៉ាងអភិសេកពុទ្ធ1ហៅពុទ្ធទេពិសេសអភិសេកស្ដេចហៅរាជាពិសេសដល់អភិសេកម៉ែឪគេហៅសាមញ្ញពិសេសគឺគេប្រោះព្រំទឹកដល់ម៉ែឪលើកតម្កើងតម្លើងជីវិតគាត់ឲ្យមានន័យបើអញ្ចឹងមិនចាំបាច់ដាក់បោះស្បុកចុះទឹកពីងមិនយកទៅហើយមិនក៏មិនសែងទៅស្រះទៅដងគេធ្វើបោះស្បុកសុំញោមចាំចុះកូនចៅចាំចុះបោះស្បុកឬរោងសម្រាប់ស្រោចទឹកនឹងជានិមិត្តរូបនៃឋានសួគ៌កូនចៅនាំម៉ែឪឡើងបោះស្បុកមានន័យថានាំម៉ែឪឡើងឋានសួគ៌កូនចៅបានយកទឹកត្រជាក់មកស្រោចលើម៉ែឪមានន័យថាឲ្យគាត់បានទទួលនូវភាពត្រជាក់ត្រជុំពីកូន
កូនចៅបានដោះដោយសកលទេវរីមានសប៊ូក៏អូបជាដើមមានន័យថាលៀងជំរះក្លិនឆ្អេះក្លិនឆ្អាបអំពើបាបដែលគាត់ធ្វើដើម្បីរស់ស៊ីចិញ្ចឹមកូនតាំងពីតូចក្រូចឆ្មាមកទល់ប៉ុណ្ណេះតើគាត់ធ្វើបាបដើម្បីកូនយ៉ាងណាខ្លះអ្នកខ្លះទៀតនឹងឯងទៅកាប់ដីដាច់សัตว์ដុតភ្លើងឆេះព្រៃហើយមានការរស់ស៊ីនឹងកេងកັບលឹបខងវាយផ្ដុកគូតកំប៉ុងបតោងភ្លើសភ្នែកជីងពូតគេកុហកគេបំបត្តិគេមកកាក់មកចាប់មកសេនយកលុយមកចិញ្ចឹមកូនអ្នកខ្លះហ៊ានលក់ហ៊ានដូរបង្រត់សัตว์ទាំងរស់ដើម្បីឲ្យកូនរស់កូនបាក់ដៃបាក់ជើងគេថាណែវាត្រូវអាសត្វនេះបុកជាមួយស្អីនោះទៅដាក់បិទទៅវិជានរកប្រែតនៅម្ដុំសិនឲ្យតកូនអញជាបុកប្រាវជួនកាលគេថាកូននឹងឈឺអញ្ចឹងតើឈាមមកស្អីនេះដាក់ជាមួយឈាមមកស្អីនោះនរកប្រែតនៅម្ដុំសិនឲ្យតកូនអញជាក្អែបខ្ទួយគ្នាបាក់ថ្មិញអស់ឲ្យវាមកក្បែរកូនសិតតែវាយកំតិចឲ្យចង់មកខំកូនអញអញ្ចឹងយើងគិតមើលខានទៅវត្តផងខានទៅបុណ្យផងខានទៅសិលផងដោយសារកូនរហូតដល់រស់ស៊ីកែលោវាមានអំពើបាបកែងកັບលឹបខោងអីទៅណាកុហកគេបំបត្តិគេមកកាក់មកចាប់មកសេនវាយផ្ដុកគូតកំប៉ុងបតោងពលឹះភ្នែកជីងអីចឹងទៅបង្រត់បង្រាស់សត្វធាតុទាំងរស់អីទៅដើម្បីកូនគេបបួលទៅសិលទៅមិនកើតទេម៉ែវាពោះប្រពន្ធកជើគេបបួលទៅបន់ទៅមិនកើតទេម៉ែវាកូនខ្ចីគេបបួលចូលបន់បានស្អីចូលជាពាក់ថ្លៃពេទ្យកូនឈឺមិនតាន់សងគេបើអញ្ចឹងដោយសារតែកូនឃើញថារំខានគាត់ច្រើនណាស់រហូតដល់កូនខ្លះពេញកំឡោះហើយនឹងនៅតែរំខានម៉ែឪទៀតម៉ែឯងទៅណាអញទៅបន់គេវត្តធារាមម៉ែឯងកុំនៅយូរកូនប្រញាប់យកម៉ូតូទៅរៀនគួរមកចូលបន់ពឹបហូបបបមិនតាន់នឹងហើយផងប្រញាប់ខ្ញុំជំរាបលាទៅវិញហាលោកទេហ៎ទេអីទេតែកូនប្រញាប់ហើយជួនកាលទៅទៀតទៅគេថាម៉ែឯងទៅណាបន់គេវត្តធារាមអូយម៉ែឯងកុំនៅយូរលោកទេស្នាអីយប់ងឹតនាំកូនបារម្ភសពថ្ងៃគ្រោះថ្នាក់ចរាចរណ៍ច្រើនណាស់ម៉ែឯងកុំនៅយប់អញ្ចឹងទៅអូយខ្ញុំមិនបានស្ដាប់លោកទេខ្ញុំទៅចូលបន់សឹងមិនតាន់អញ្ចឹងដោយសារអញ្ចឹងបានគេថាដូរជាប់ចំណងណាឃើញដែរដូរជាប់ចំណងអត់ខ្សែចងពុកចងម៉ែចងមើលមិនឃើញចងតាំងពីតូចយើងមកចាប់បដិសន្ធិក្នុងផ្ទៃរហូតយើងកើតឡើងមកពេញកមុំពេញកន្លោះនៅតែជាប់ចំណងស្រួលមានចៅមួយយកមកដាក់ផ្ញើកាន់តែចំណងមាំទៀតយកចៅមួយមកផ្ញើដាក់លុយ1000ឲ្យម៉ែទិញនំឲ្យវាខ្ញុំទៅធ្វើការដល់ទៅបាត់ទៅអាកូននេះយំពេញ1000ហ្នឹងគ្រាន់ទៀតទៅចេញលុយម៉ែពី3000ទិញថែមទៅទៀតក៏សុខចិត្តដែរអានេះបើសិនជាកូនចៅគេប្រើអានឹងរឿងផ្សេងក៏ប៉ុន្តែបើកូនគេមិនប្រើទេម៉ែស្ម័គ្រចិត្តកូននឹងអត់បាបទេកូនគេមិនប្រើបើម៉ែចង់មើលខ្លួនឯងអញ្ចឹងហើយបានជាគេលាងដោះដោយសាប៊ូក្អូបហ្នឹងគេជប់លាងជីវិតគាត់លើកតម្កុំតម្កើងតម្លើងដាក់លើបោះស្បុកអានឹងនៃដាក់បោះស្បុកស្រោចទឹកហ្នឹងគឺអញ្ចឹងហើយទឹកហ្នឹងជានិមិត្តរូបនៃសិរីសួស្តីក្នុងសាសនាព្រាហ្មណ៍គេថាសិរីសួស្តីព្រឹកនឹងមកគេយកទឹកលោកមកថ្ងៃសិរីសួស្តីនឹងដើមទ្រូងគេយកទឹកស្រោបទ្រូងយប់សិរីសួស្តីនឹងជើងគេយកទឹកលាងជើងអញ្ចឹងទឹកជានិមិត្តរូបសិរីសួស្តីមនុស្សសាមញ្ញគេស្រោចទឹកឡើងជាស្ដេចប្រគុណម្ចាស់គ្រប់ព្រះអង្គគេស្រោចទឹកលើកតម្កើងឡើងជាចៅអធិការវត្តចៅអធិការវត្តគេស្រោចទឹកឡើងជាអនុគុណគេស្រោចទឹកឡើងជាមេគុណគេស្រោចទឹកឡើងជាស្ដេចសង្ឃបើអញ្ចឹងទឹកនឹងមិនធម្មតាទឹកនឹងជាទូតនាំសារពីមនុស្សទៅប្រែតទៅយ៉ាងកញ្ញអ៊ីមនីយាទេវតាតោងគ្នាឲ្យលពុយជ្រោចទឹកដោយសបុតនាំសារទៅអញ្ចឹងអើយទឹកនឹងទៀតជាកសិនសាកសីនៃអ្នកធ្វើទៀនដូចទៅវេសណ្ដោទៅធ្វើទៀនជ្រោចទឹកអានឹងជាកសិនសាកសីទឹកជានិមិត្តរូបនៃភាពត្រជាក់ត្រជុំយើងកើតឡើងមកត្រូវប្រើទឹកជាកំណើតនៃសត្វទាំងអស់នៃធម្មជាតិទាំងអស់មានទឹកបានមានដីពីព្រោះតែមានទឹកបានមានរុក្ខជាតិហើយតើមានរុក្ខជាតិបានមានស្មៅមានស្រូវបានស្រូវមកយកមកដាំបាយដាំដោយសារទឹកលាងឆ្នាំងលាងចានដោយសារទឹកស្លជាមួយទឹកហូបហើយហូបទឹកទៀតនៅប្រឡាក់ប្រមាណវាទៅលាងទឹកក៏ដែរបើអញ្ចឹងទឹកនឹងឯងជារបស់សំខាន់ទឹកនឹងជានិមិត្តរូបនៃភាពយុត្តិធម៌គ្មានអីយុត្តិធម៌ជាងទឹកទេបើអញ្ចឹងបានជាពួកជាងសំណងគេយកទឹកមកដាក់ទៅយោស្ទង់មានតែទឹកគេថែរក្សាភាពយុត្តិធម៌ថែរក្សាបានគេដាក់ទៅយោស្ទង់ហ្នឹងដើម្បីឲ្យភាពស្មើអញ្ចឹងបានជាយើងប្រោសព្រំទឹកអាហ្នឹងវាមានអត្ថន័យមួយណាញោមណាធ្វើឲ្យជីវិតនឹងលើកតម្កើងបណ្ណាប្រយ័ត្នតែបានស្រោចទឹកថ្ងៃហ្នឹងស្អែកខាន់ស្អែកគេម្ដងទឹកឲ្យងូតទៅសពគៀកសពម្ដងនឹងខេងខាងតម្រាំបានហូរញើសតែខ្លាក់អីអាហ្នឹងក៏បានដែរទី2ចម្រើនបជនកើតឡើងដោយអាយុវឌ្ឍនកម្មអាយុវឌ្ឍនកិច្ចគឺនិមន្តព្រះសង្ឃមកចម្រើនព្រះបរិត្តឲ្យមេត្តាបិតាស្ដាប់បើបានស្ដាប់ព្រះបរិត្តនឹងអាយុវែងហើយចឹងយើងហៅសាមញ្ញថាស្ដាប់លោកសូត្រមុនណាញោមស្ដាប់ទៅបានអាយុវែងកើតឡើងពីអាយុវឌ្ឍនកុមារពីដើមតបោះ2នាក់ពួកម៉ាក់គ្នាតបោះមួយសឹកទៅបានប្រពន្ធបានកូននាំកូនហ្នឹងមកថ្វាយអង្គមតបោះដែលមិនតាន់សឹកតបោះហ្នឹងឲ្យពរខ្លួនឯងមិត្តភក្តិហ្នឹងឲ្យបានអាយុ100ដល់តែឲ្យកូនថ្វាយអង្គមអត់ឲ្យពរទេហើយមិនគុំឲ្យពរអាចៅតូចហ្នឹងវាមិនយូរប្រមាណទេបន្តិចទៀតវាស្លាប់ហើយតែ7ថ្ងៃទៀតវាស្លាប់ហើយ
ធ្វើម៉េចទៅចុងវាមានកម្មពីជាមួយនឹងអមនុស្សដែលជាសេនារបស់ស្ដេចវេស្សវណ្ណនោះទៅសួរព្រះសមណៈគោដំទៅបានដឹងនាំរឿងនឹងឯងក៏យកទៅទូដល់ព្រះសមណៈគោដំប្រសម្ពុទ្ធនៃយើងហ្នឹងក៏ចាត់ឲ្យមានការនិមន្តប្រសងចម្រើនព្រះបរិត្តទៅបើអញ្ចឹងនោះបាននិមន្តលោកសោតមុនមួយថ្ងៃមួយអង្គដល់ថ្ងៃទី7ព្រះអង្គយាងទៅផ្ទាល់ព្រះអង្គកូននឹងវាត្រូវជាប់កម្មពីជាមួយអមនុស្សមួយអមនុស្សនឹងជាសេនារបស់ស្ដេចវេស្សវណ្ណអមនុស្សនោះវាត្រូវមកយកកូននឹងដល់ឲ្យវាហោះមកឃើញលោកនៅពេញតែផ្ទះឃើញប្រពុតនៅនឹងវាមិនហ៊ានហោះពីលើដល់មិនហ៊ានហោះពីលើនឹកថាអើកូននឹងគេថ្វាយជាកូនសិស្សព្រះគេទទួលយកពុទ្ធពធប្រសងជាទីពឹងហើយអញ្ចឹងយើងលែងបៀតបៀនគេក៏ត្រឡប់ទៅវិញបានសុខបានចម្រើនកូននឹងអាយុបាន120ទៅអីចឹងបានជាយើងថ្ងៃនេះយើងវិភាគមកបុណ្យបច្ចុប្បន្ននេះកូនចៅបានស្រាយចំណងលោកឪពុកឲ្យលោកទៅបួសទៅប្រាថ្នាបុណ្យកុសលអីស្រេចលើលោកទៅបួសទៅលែងខ្លាយជាគ្រាវាសឲ្យយើងដូចពីដើមហើយខ្លាយទៅជាប្រសងម្ដងទី1ស្រាយចំណងទី2ទៀតប្រគល់ឪពុកនឹងខ្លាយជាកូនសិស្សព្រះមានន័យថាយកឪពុកទៅថ្វាយព្រះបាត់ទៅហើយបើអញ្ចឹងឪពុកយើងនឹងជារបស់ព្រះហើយបើមានកម្មពៀជាមួយអមនុស្សណាគេលែងបៀតបៀនហើយដោយសារយើងខ្លាយខ្លួនជាកូនសិស្សព្រះញោមមើលកូននឹងអាយុបាន120ដោយសារស្ដាប់ព្រះបរិត្តគិរីមនុនឈឺចិត្តស្លាប់ទៅហើយភិក្ខុសង្ឃរត់ចោលលែងមើលហើយព្រះអានន្ទញោមទៅប្រាប់ព្រះពុទ្ធថាព្រះអង្គឲ្យគិរីមនុនឈឺធ្ងន់ណាស់បានព្រះពុទ្ធថាឲ្យយកសញ្ញាទាំង10ប្រការទៅសម្ដែងឲ្យស្ដាប់អានន្ទយកសញ្ញាទាំង10ប្រការអនិច្ចសញ្ញាអនត្តសញ្ញាសុបសញ្ញាទីនវសញ្ញាបហានសញ្ញាវិរិយកសញ្ញានិរោធសញ្ញាអីចឹងទៅសម្ដែងឲ្យស្ដាប់គិរីមនុនជាពីជំងឺអាយុវែងដោយសារស្ដាប់ព្រះបរិត្តញោមមើលกันដែរពពុទ្ធិសត្វកើតជាសត្វកងោកគេតាមពាក្យ6ជំនាន់ស្ដេចពាក្យមិនបានសោះដោយសារអីដោយសារកងោកនឹងចេះសូត្រព្រះបរិត្តព្រឹកល្ងាចអញ្ចឹងកងោកនឹងអាយុវែងដោយសារព្រះបរិត្តព្រះអង្គកើតជាត្រីរស់មេឃរាំងភ្លៀងអស់ត្រីរស់ប្រង់ស្លាប់ភ័យពីជីវិតណាអញស្លាប់ឥឡូវហើយមានតែព្រះបរិត្តទេសូមជួយផងនឹកដល់ព្រះបរិត្តស្រាប់តែធ្លាក់ភ្លៀងមកប្រាវមានទឹកត្រីរស់នឹងរស់អាយុតវែងទៅទៀតព្រះអង្គកើតជាសត្វគ្រួចមេមិននៅអាគ្រួចវាមិនទាន់ដោះស្លាប់ជើងមិនទាន់រឹងភ្លើងឆេះចិត្តមកដល់សបុកគ្រួចនឹងភ័យណាស់អញស្លាប់ឥឡូវហើយមានតែព្រះបរិត្តទេជួយផងនឹកដល់ព្រះបរិត្តភ្លើងជុំវិញសបុកគ្រួចឲ្យលត់អស់គ្រួចនឹងរស់អាយុវែងតទៅទៀតភិក្ខុពីដើមទៅនៅព្រៃសិតតែមានពោះខំពោះចឹកក្អែបខំស្លាប់ថ្ងៃមួយឃើញលោកផ្អើលជុំប្រពុតសួរថាមានរឿងអីភិក្ខុថាព្រះអង្គហើយភិក្ខុពោះចឹកមកពីភិក្ខុសង្ឃមិនចម្រើនមេត្តាដល់ពពួកសត្វពស់ណែភិក្ខុសង្ឃយកធម៌នេះទៅចម្រើនណារូបខេមេតាំងអេរ៉ាប្រទេមេឆាប់ជាផុតទេមេតាំងអញ្ចឹងមកហើយដល់ទៅលោកយកទៅសូត្រទៅដើរព្រៃធ្វើតដងក្នុងព្រៃលែងមានពោះលែងមានក្អែបអីរំខានជីវិតលោកវែងឆ្ងាយទៅអញ្ចឹងនិយាយថាចង់ចេះធម៌ហ្នឹងសួរលោកអាចារ្យប៉ុន្តែតិចអាងចេះធម៌ហ្នឹងទៅធ្វើបល័យចាប់ពោះអីពោះខំអាត្មាជួយមិនបានទេព្រោះអាហ្នឹងគឺធ្វើអំពើល្អបានអាយុវែងដែរធ្វើអំពើអាក្រក់បល័យអត់ជួយទេភិក្ខុសង្ឃទៅនៅព្រៃតំបន់អមនុស្សខ្លះអមនុស្សមិនជ្រះថ្លានៅក្នុងដែនដីយៈកំភ័ននៅក្នុងដែនដីកន្ធប់នៅក្នុងដែនដីអសុរាយៈពួកអសលមួយចំនួនមិនជ្រះថ្លាចាប់វាយធ្វើបាបភិក្ខុសង្ឃចាក់តឡោកកបាលមកសុំអនុញ្ញាតព្រះពុទ្ធព្រះអង្គឲ្យសាវកព្រះអង្គទៅគង់ក្នុងដែនដីកន្លែងរបស់យៈមួយចំនួនគេមិនជ្រះថ្លាគេបៀតបៀនព្រះអង្គអនុញ្ញាតបរិញ្ញាព្រះបរិត្តមួយមេទៅដើម្បីភិក្ខុសង្ឃយកទៅសូត្រឲ្យកន្លែងហ្នឹងមានយៈមានខ្មោចព្រាយបិសាចនៅកន្លែងហ្នឹងការពារលោកផងការពារអាយុលោកបានព្រះអង្គអនុញ្ញាតព្រះបរិត្តមួយគឺអាដានារយៈសូត្រដែលយើងយកមកសូត្រហៅថានមោមេសពពុទ្ធធានណាំងឬហៅថាវិបស្សនាមចក្រមន្តស័កដែលខ្លះគេហៅថាភានយៈអានឹងយើងសូត្រទៅដើម្បីអមនុស្សនឹងថែរក្សាការពារអាយុវែងអញ្ចឹងទៅហើយភិក្ខុទៅនៅព្រៃចំសបុកកន្លែងទេវតាសិលតិចជាងលោកចូលទៅឯនោះពោកូនចុះលោកទៅបិណ្ឌបាតនាំគ្នាឡើងវិញស្មានតែលោកនៅឆាប់ឥឡូវលោកនៅយូរឯងវាប្របាកដេញលោកតែហ្មងនិមិត្តមៀតធំឈរឲ្យកប់អាកាសកាច់មែកឈើស្រេចគម្រាមគប់លោកហើយមិនទាន់បានអរហ័តផងយកមកដាក់ម៉ាស៊ីនកែងតម្រង់វត្តឲ្យទាំងអស់រគ្នាហ្នឹងឯងមកដល់ថ្វាយអង្គមព្រះអង្គអូជួយផងខ្មោចលងណាយើងខ្មោចលងបានព្រះអង្គថាមកពីពួកភិក្ខុមិនចម្រើនមេត្តាបានពង្រៀនករណីយមេត្តាសូត្រឲ្យយកទៅសូត្រមួយថ្ងៃ3ដងលោកក៏យកករណីនឹងមកសូត្រលែងមានអមនុស្សយៈអីទេវតាមកបៀតបៀនហើយយើងក៏យល់ថាធម៌ករណីបល័យដេញខ្មោចតាមពិតមិនមែនបល័យដេញខ្មោចទេគឺធម៌ផ្សាយមេត្តាដល់ពពួកទេវតាដើម្បីថែអាសាជីវិតយើងឲ្យបានសុខណែដោយសារព្រះបរិត្តនឹងវាមានឥទ្ធិពលអញ្ចឹងបានយើងពេលឈឺពេលអីយើងនាំគ្នាសូត្រព្រះបរិត្តហើយអញ្ចឹងហើយបើសិនជាយើងស្លាប់ជាក៏បានព្រះបរិត្តនៅខ្លួនប៉ុន្តែសូត្រជាសូត្រឲ្យជាសម័យថ្ងៃមួយប្រពុតនៃយើងព្រះអង្គមានជំងឺដែរព្រះអង្គឲ្យការឡែនថែនឹងជន់ថែសម្ដែងពូជាងព្រះបរិត្តឲ្យព្រះអង្គស្ដាប់ព្រះអង្គក៏ជាពីជំងឺវិញដែរចឹងបានយើងនិមន្តប្រសងចម្រើនព្រះបរិត្តមិនឲ្យខានទេគឺចម្រើនបជនអ្នកណាបានស្ដាប់ព្រះបរិត្តអាយុវែង
ត្រូវមានកម្មពីជាមួយខ្មោចព្រាយណាវាលែងហ៊ានបៀតបៀនយើងហើយដោយសារយើងទទួលជាកូនសិស្សព្រះស្ដាប់ព្រះបរិត្តចម្រើនបជនធម៌ទី3អនុប្រទានកិច្ចអនុប្រទានកម្មគឺធ្វើបន់អបស្ទប់ជាមួយមានន័យថាគេជួយយើងជួយគេឧបមាដើរទៅឃើញគេលងទឹកយើងជួយស្រង់គេរស់ថ្ងៃក្រោយយើងមានឧបសគ្គគេជួយយើងវិញយើងរស់តទៀតដើរទៅឃើញគេខ្យល់កខ្យល់ចាប់យើងជួយព្យាបាលគេជាដល់ថ្ងៃក្រោយយើងមានឧបសគ្គខ្យល់កខ្យល់ចាប់គេជួយយើងជាវិញដែរអាហ្នឹងគេជួយយើងជួយគេជួយយើងឲ្យបានរស់យើងជួយគេឲ្យបានរស់ជីវិតយើងរស់ដែរដោយពពុទ្ធិសត្វកើតជាអំពៈតបោះនៅក្នុងព្រៃមេឃរាំងភ្លៀងរាប់ឆ្នាំដើមឈើងាប់សត្វងាប់អត់មានទឹកផឹកព្រះអង្គអាណិតសត្វណាស់ឃើញក្នុងជ្រោះមានទឹកកាប់ដើមឈើប្រលំពី3ដើមលងធ្វើស្នូបតខ្សែវល់ដងទឹកចាក់ឲ្យសត្វផឹកសត្វវាមកផឹកទឹកនឹងទៅវាដឹងគុណតបោះនឹងថែអាសាតបោះនឹងដើរកាច់មែកឈើមែកព្រៃផ្លែឈើផ្លែព្រៃមើមឈើមកចិញ្ចឹមតបោះរស់នៅក្នុងព្រៃដោយសុខសាន្តមិនមានសត្វមកបៀតបៀនដោយសារជួយជីវិតគេអញ្ចឹងក្នុងប៉ុនយើងតែងតែធ្វើមានចង្ហាន់បណ្ឌបាតបបរបៀកភេសជ្ជៈនឹងប្រគេនដល់ប្រសងជូនយាយតាបរិភោគដើម្បីឲ្យជីវិតប្រសងរស់ដើម្បីឲ្យជីវិតយាយតានឹងរស់វិជ្ជាអតិពលរស់នឹងមកយើងវិញអាយុវែងចាចឹងបានយើងធ្វើបន់ធ្វើទានឲ្យគេបានហូបនឹងឲ្យគេបានអាយុវែងទៅវាបានបន់មកយើងដោយពាក្យថាសុខសតិតាមេធាវីសុខាំងសោអតិខេចតិនរណាប្រាថ្នាសេចក្តីសុខឲ្យសេចក្តីសុខដល់គេដែលមានបញ្ញាឲ្យសេចក្តីសុខដល់គេសេចក្តីសុខនឹងកើតមកដល់យើងវិញចាចឹងហើយបានជាយើងនិយមធ្វើបន់ចម្រើនបជននឹងជាកិច្ចកតញ្ញូហើយកតញ្ញូមាន3និច្ចកតញ្ញូអ្នកនៅជាមួយពង្រើម៉ែឪព្រឹកល្ងាចត្រូវមាត់ញឹកជាងគេប៉ុន្តែបានបន់ក៏ច្រើនជាងគេដែរហើយកាលកតញ្ញូកូននៅឆ្ងាយយូរមកម្ដងជូនបានតែ 50000 ម៉ែទៅសើមិនសូវដាច់ពីមាត់ទេកូនអញអានោះវាមានធម៌កតញ្ញូណាឲ្យពយហូជូន 50000 ចាំបង្ការដាក់បិណ្ឌឃើញភ្ជុំឃើញកឋិនមិនឃើញចិត្តតឹងវាឥឡូវចូលឆ្នាំវាមកហើយជូន 50000 ឲ្យពយហូហើយទៅហើយទៅគេជួបពួកម៉ាក់គេមកព្រឹបជប់លៀងមកប្រាវអស់ 2000000 អត់ចំណែនទេហើយនៅលេងទៅឃើញកូនមកជុំគ្នានិមន្តលោកសោតមុនបាំងស្គរឲ្យជុំគ្នាចូលឆ្នាំ3ថ្ងៃមួយថ្ងៃគេបបួលទៅលេងឈើកាច់មួយថ្ងៃគេបបួលទៅលេងឯនេះមួយថ្ងៃទៅលេងឯនោះគិតទៅវត្តក៏មិនបានទៅឯម៉ែឪឯនេះឃើញតែកូនមកខំនិមន្តលោកយកមកសោតឲ្យជុំគ្នាដល់ម៉ោងសោតបាត់កូនអស់ហលីងហើយមួយបាត់លោកបញ្ញាប់ទៅមកកន្លែងទៀតសោតតែយាយចាស់អាដែលស្អែកដល់ថ្ងៃទៅវិញហើយវត្តក៏មិនបានទៅបាំងស្គរផ្ទះក៏មិនបានលុយគេដាក់មកម៉ែក្មេកឲ្យមកលើអស់បាត់ហើយខាងប្រពន្ធនោះគេសោកកប៉ាវឲ្យមកអស់ហើយម៉ែនេះជូនម៉ែបាន 50000 ម៉ែខំដាំស្លឲ្យឆ្ងាញ់ឲ្យកូនហូបបានតែ2ពេល3ពេលអស់ទៅបញ្ចេញលុយគាត់អស់មកកណោទៀតស្អែកឡើងបាស្រូវចង្រុកកិនក៏2បាវឲ្យថែមទៅទៀតទៅសើមដាច់ពីមាត់ឯកូនអញនៅឆ្ងាយមានធរកាត់តញូកាលកាត់តញូមកម្ដងប៉ុន្តែអាត្មាមិនរិះគន់យ៉ាងណាទេនៅឆ្ងាយប៉ុណ្ណាក៏ដោយខែចូលឆ្នាំខែភ្ជុំបិណ្ឌហេមន្តវសន្តរដូវកុំឲ្យខាននាំបងប្អូនមកធ្វើបន់ទានហើយដូចជាលោកឪពុកយើងអញ្ចឹងទៅយើងចេះនាំបងប្អូនមកធ្វើញយគេហៅកាលកតញ្ញូហើយមួយទៀតបកាសនៈកតញ្ញូដូចថ្ងៃហ្នឹងអញ្ចឹងដាក់មីក្រូប្រកាសសុំខមាទោសជាពិសេសនៃសំខាន់សុំខមាទោសណាម៉ែឪជាព្រះបកែណាញោមធ្លាប់មានកម្មពីពីដើមអីម៉ែឪស្ដីនិយាយថាឲ្យកលោសម្លក់គាត់អីណាធ្វើមាត់កវេកបកកវេកបោដាក់គាត់អីលោកទៅធ្លាប់សម្លក់គាត់កើតឡើងភ្នែកវាចហ្មងដាំពូជវាចដើរទៅជើងមើលទៅត្បូងដើរទៅលិចមើលទៅត្បូងបាញ់មាត់ងាប់ទាដកដើមទ្រាប់ងាប់ដើមម្ទេសសម្លឹងមីទៅស៊ីកាទៀវទៅមកពីអីណានាទៅចង់វាចមកពីកម្មពីឯងសម្លក់ម៉ែជួនកាលកើតឡើងមាត់វាចមកជាហៀងទេធ្លាប់ទៅធ្វើមាត់វាចឲ្យម៉ែណាដល់កើតឡើងមាត់វាចទៅនិយាយជាមួយគេគេផ្ទះពីកាភ្លៀងឲ្យធ្វើមាត់វាចដាក់អញធ្វើអីខ្ញុំមិនធ្វើដាក់លោកឯណាមាត់ខ្ញុំវាចចឹងស្រាប់ទៅអញមិនដឹងពីកាភ្លៀងបាត់ចឹងហើយកុំឲ្យកម្មពីជួនកាលធ្លាប់ប្រើគាត់ធ្លាប់សម្លុតគម្រាមកំហែងគាត់អីចឹងទៅក្រែងកម្មពីកើតទៅជាគោក្បីតម្រៃសេះគេប្រើឲ្យអូសអាទេសគេប្រើឲ្យដឹកឈើឲ្យចឹងណាបាទយើងសុំខមាទោសគាត់អាហ្នឹងហើយបកាសនៈកតញ្ញូសុំខមាទោសទៅឲ្យបើលោកនៅរស់មាត់នៅចំហមពងកនៅឈរដៃនៅត្រទទួលកាន់កាត់ភ្នែកនៅមើលឃើញអត់ទោសឲ្យយើងក៏វាលែងមានខ្វល់អីទៀតដែរបានគាត់អត់ទោសឲ្យសុខសប្បាយហើយណាហើយម្យ៉ាងទៀតហ្នឹងឧទ្ទិសកុសលដល់អ្នកស្លាប់ទៅហ្នឹងក៏ចឹងដែរបើគាត់នៅរស់ទៅបានទទួលផលយើងជូនផ្ទាល់ឲ្យបើគាត់ស្លាប់ទៅមានតែធ្វើបុណ្យឧទ្ទិសទៅអញ្ចឹងឯងពាក់ព័ន្ធនឹងរឿងផលបុណ្យឧទ្ទិសទៅអញ្ចឹងហើយញោមហើយមានរឿងម្នាក់រឿងនាងសេរនីហ្នឹងអាយុប្រហែលជា7 8 10ដើរចូលមកក្នុងវត្តចំថ្ងៃសិលស្រាប់តែយាយនៅវត្តហ្នឹងគាត់មកសមាទានសិលហើយគាត់បោសសម្អាតហើយគាត់ធ្វើភេទជ្ជៈចាំប្រគិនប្រសងចេញពីឧបោសថគាត់ឃើញនាងហ្នឹងដើរមកហៅថាចៅអើយចៅម្នេះចៅមកស្ដាប់ណែមកជួយប្រគិនភេទជ្ជៈប្រសងយកបុណ្យគេមកចៅខ្ញុំជឿទេយាយឯងអស់ហ្នឹងចាស់កំរិលហើយគ្មាននរកគ្មានប្រែតគ្មានឋានសួគ៌គ្មានបុណ្យស្អីទេហួសសម័យហើយខ្ញុំជឿទេស្ដីឲ្យយាយហ្នឹងហើយក៏ដើរផុតទៅយាយងាកមើលមុខគ្នាឯងហៅគេធ្វើបុណ្យគេថាឯងចាស់កំរិលហួសសម័យ
ដល់ទៅដល់បានប្រហែលថ្ងៃខ្យល់កោស្លាប់បដ ாய் ទៅនៅសល់ម៉ែចាស់ហេតុតែគ្នាក្មេងកើតឡើងដោយសារបុណ្យចាស់ប៉ុន្តែអត់បានកសាងបុណ្យថ្មីទៀតណាដល់អញ្ចឹងទៅដូចវិសាខាថាពុកនាងជាប់បរិភោគកេចាស់បរិភោគកេចាស់អញ្ចឹងនាងនឹងស្លាប់ព្រោះទៅអត់បានមកកើតជាមនុស្សទេតែកើតជាប្រែតមិនមែននៅក្នុងស្រុកទេតែនៅក្នុងព្រៃកន្លែងគេចោលខ្មោចកម្មពេលនៅលូនលិតខ្ទុះលិតឈាមកំរងសាកសពនៅនោះហើយម៉ែនៅនេះចាស់ជារាដល់ថ្ងៃមួយហ្នឹងអ្នកស្រុកនាងគេបរអាទេសរស៊ីចំនួនជួញប្រែទៅវាមិនទាន់មានឡានអាមាក់ស្ដេះអាកម្មម៉ាស់អីលិចស៊ីឡង់គ្រីសើប៉ាសារ៉ូដោយឥឡូវអញ្ចឹងអីគេបរអាទេសដល់យប់តាណាគេឈប់តំណឹងទៅដល់ថ្ងៃមួយគេទៅឈប់ចំកន្លែងខ្មោចនាងនឹងនៅប្រែតហ្នឹងស្រាប់តែនាងនឹងចេញដើររស៊ីពេលប្រលប់មកក៏លេចឃើញតាហ្នឹងឈប់អាទេសដោះគោដោះក្របីដាំបាយហូបតានេះមកពីស្រុកឯងនេះស្គាល់មុខគ្នាដល់អញ្ចឹងទៅឯងមើលតានឹងឃើញតានឹងមើលឯងអត់ឃើញឯងប្រែតអញ្ចឹងនិមិត្តសិនឲ្យឃើញភ្នែកស្រស់ចាប់តែឃើញនិមិត្តជារូបមនុស្សវាយមកតាភ្ញាក់កញ្ញាគេថាខ្មោចព្រាយលងប្រឡាចយើងយើងនឹងថាលោកតាខ្ញុំឈ្មោះសេរនីនៅស្រុកភូមិជាមួយលោកតាដែរស្គាល់ទេអូចៅសេរនីស្លាប់ 4-5 ឆ្នាំហើយនឹងហើយព្រោះចៅឯងទៅកើតឯណៃណីហើយលោកតាតាំងពីខ្ញុំស្លាប់មកកាលណាកំណើតខ្ញុំត្រូវកើតមកជាប្រែតលូនលិតខ្ទុះឈាមកំរងសាកសពកំហាក់ស្លេះទឹកមាត់ទឹកសបោមិនមានចំណីអាហារទេពេលឃើញចំណីអាហារល្អខ្ញុំទៅលុបយកคลายទៅជាភ្លើងឆេះคลายទៅជារបស់មិនស្អាតអញ្ចឹងឃើញខោអាវយកទៅចាប់ទៅជាភ្លើងឆេះអញ្ចឹងខ្ញុំវេទនាណាស់លោកតាឲ្យចូលម្ដាយខ្ញុំយ៉ាងណាហើយថានាងស្លាប់ចោលម្ដាយឥឡូវម្ដាយនាងសុខសប្បាយទេប៉ុន្តែគាត់ចាស់ហើយលោកតាខ្ញុំផ្ដាំទៅផងប្រាប់ទៅខ្ញុំបានកប់មាស4សែនកហបណៈក្រុមក្រែកន្លែងខ្ញុំដេកឲ្យគាត់កាយមាសនឹងទៅបែងជា2មួយចំណែកទុកចាយទៅមួយចំណែកធ្វើបុណ្យឲ្យខ្ញុំផងហើយថាប៉ុណ្ណឹងទៅប្រែតហ្នឹងក៏លាយខ្លួនបាត់ទៅវិញទៅតាហ្នឹងក៏ព្រឹកឡើងបោអាទេសមកលក់ដូរហោហែមករហូតមកដល់ផ្ទះនាងហ្នឹងឈប់អាទេសរត់ទៅមកយាយខ្ញុំជួបកូនយាយឯងយាយនោះសាឡាងកាំងថាម៉េចជួបកូនខ្ញុំហ៎អូយកូនយាយឯងផ្ដាំថាម៉េចកូនយាយឯងកើតជាប្រែតហើយផ្ដាំឲ្យយាយឯងកោះមាសក្រុមក្រែកន្លែងនាងដេកថាមាន4សែនកហបណៈឲ្យចាយមកផ្នែកទៅធ្វើបុណ្យឲ្យយើងផងគ្មានអីហូបទេវេទនាណាស់សង្ឃឹមចាំបុណ្យពីម៉ែជួយហើយយាយនឹងលឺតែអញ្ចឹងទាញជាប់ជីកទៅជីកក្រុមក្រែហ្នឹងហ្មងជីកម៉ាំងកាយរច្រើនឡើងឃើញមែនឃើញ4សែនកហបណៈកូនឲ្យកូនងាប់ទៅហើយនៅផ្ដាំឯងទៀតនឹកឃើញហេតុតែកូនបានធ្វើបុណ្យគេមិនទាន់បានទៅកើតឯណាទៅកើតជាប្រែតធ្វើបុណ្យហ្មងធ្វើបុណ្យឧទ្ទិសកូនហើយកូនឯងនៅឯណាមកទទួលកសលផលបុណ្យទៅណាកូនណាម៉ែធ្វើឲ្យកូនហើយកូនឯងទទួលទៅធ្វើបុណ្យចប់ទៅបានតែមួយថ្ងៃពីររស់រងអស់ទៅស្រាប់តែយប់ស្ងាត់ភ្លើងមើលខៀវល្ងិតហោះចូលផ្ទះយាយនឹងភ្ញាក់ឲ្យកញ្ញាហ្មងស្អីគេក៏ភ្លឺម្លេះលោកក៏ដូចផ្កាយព្រឹកអាភ្លើងហ្នឹងវាដូរពណ៌ពីភ្លើងហ្នឹងចេញទៅជាមនុស្សមួយស្អាតភ្លឹងពាក់ត្រាប្រព្រឹមញញឹមប្រព្រៃហាមាត់ឡើងសោចញញឹមប្រព្រៃស្រែកថាម៉ែខ្ញុំសេរនីកូនស្រីមកឯងកាលមុនខ្ញុំកើតជាមនុស្សខ្ញុំធ្វើប្រហែសមិនបានសន្សំបុណ្យទើបធ្វើឲ្យខ្ញុំទៅកើតជាប្រែតឥឡូវខ្ញុំរួចពីប្រែតវិញហើយដោយសារបុណ្យមកឯងធ្វើឲ្យកូនឥឡូវកូនបានទទួលផលបុណ្យពីម៉ែហើយកូនមកថ្វាយអង្គមអរគុណម៉ែកូនមកលាម៉ែទៅសោយសម្បត្តិទឹកជាទេវតាហើយម៉ែមកឯងខំធ្វើបុណ្យម៉ែណាម៉ែឯងខំរក្សាសិលនៅរូបប្រែតពិតជាមានមែនកូនអ្នកទៅកើតផ្ទាល់អញ្ចឹងកូនអរគុណណាសូមថ្វាយអង្គមលាម៉ែចឹងក៏ទៅសោយសម្បត្តិទឹកឋានសួគ៌បាត់ទៅយាយនេះភ្ញាក់កំណត់ខំធ្វើបន់សន់ទៀនទៅក៏បានសុខចម្រើនចឹងទៅចឹងបានយើងនឹកថាម្ដាយគេម្ដាយយើងស្លាប់ទៅមិនដឹងទៅកើតឯណាទេហើយចឹងឲ្យយើងបានឆ្ងាញ់តែមាត់យើងណាចឹងនឹកដល់គាត់ផងហើយបើមិនដឹងខុសតាមណាបានប្រពុតថាតេខណੰអនុបតិសតិតេខណੰអនុបតិសាមិតលយើងម្ចាស់បុណ្យនឹងអ្នកធ្វើផ្ទាល់ចឹងម្ចាស់បុណ្យចូលប្រគិនខ្លួនឯងម្ចាស់បុណ្យនេះឲ្យទិសខ្លួនឯងអាចារ្យគាត់ថាទេថាតាមអាចារ្យផងពេលអាចារ្យវេអីបើយើងមិនចេះឧទ្ទិសថាតាមអាចារ្យទៅហើយមានបុណ្យខ្លះថាតាអាចារ្យនឹងយាយកូនចៅម្ចាស់បុណ្យអង្គុយឲ្យតែថ្មឹងសម្លឹងតែកាមេរ៉ាហើយបើអញ្ចឹងទៅញោមញាតិពុទ្ធបរិស័ទគេថាធ្វើអីវេធ្វើអីគេវេហ្នឹងគេឲ្យកូនចៅថាតាមនឹងហើយបើយើងអត់ថាផងសមាទានសិលក៏មិនសមាទានធ្វើម៉េចបើយប់នឹងដាច់វិញដែរហើយវាមិនទាន់ដាច់ភ្លាមឯណាសមាទានហើយនៅស្អាតបរិសុទ្ធចូលប្រគិនបានបុណ្យច្រើនម៉ែឪយើងក៏ត្រេកអរថាកូនមានសិលនឹងរួចចាកទុកហើយបើកូនអត់សិលមកកើតប្រែតដូចតាអញដែរខ្ជិលត្រេកអរហើយតែគាត់មិនត្រេកអរអត់បានហើយអង្គទី3អ្នកដែលស្លាប់ហ្នឹងគាត់មកទទួលហើយបើគាត់មិនដឹងទេទេវាគាត់ថ្វាយនិវេទយងទេវតាទាំងឡាយជួយដឹកនាំកុសលរាសីហ្នឹងទៅប្រាប់ដល់គាត់អញ្ចឹងបានអាចារ្យនាំគ្នាសូត្រយ៉ាងកញ្ញិមនីយេទេវតាចុងក្រោយហ្នឹងផ្ដាំផ្ញើតាមទេវតាមានភ្នែកទឹកតិចទឹក
នឹងទៅហៅទៅអញ្ជើញដូនតាមកងទាំងនោះមកទទួលអត្ថមនោញ្ញផលបានហើយមិនមែនបានតែយើងទេណាញោមញាតិទាំងអស់សិតតែមានឪពុកម្ដាយដូនតាដូចគ្នាសូមឲ្យបានសម្រេចជីដូនជីតាមកងចឹកចែសោហៀទាអ៊ីពេកើដែលចែកឋានទៅខ្មោចមុនខ្មោចក្រោយ100ជាន់1000តម្រួតតាទុតយទួតតាលាយលាឲ្យគាត់ហៅគ្នាមកទទួលកសលផលបុណ្យក្នុងទីនេះជាពិសេសព្រោះណាឧបាសិកាអាត់គឹមព្រោះណាហើយឲ្យមកទទួលកសលផលបុណ្យក្នុងទីនេះលើសពីនេះទៅទៀតថ្វាយប្រគេនប្រគុណម្ចាស់អតីតបច្ច័យអធិការវត្តអាចារ្យគណៈកម្មការវត្តដែលបាក់បែកចែកឋានទៅសូមឲ្យបានអត្ថមនោញ្ញផលកសលផលបុណ្យក្នុងទីនេះទាំងអស់គ្នាហើយចំណែកពុទ្ធបរិស័ទទាំងអស់ប្រគុណម្ចាស់គ្រប់ព្រះអង្គសូមឲ្យមានសុខភាពល្អកុំឲ្យមានជំងឺអាពាធបៀតបៀនមានសតិបញ្ញាថ្លាប្រធីញោមញាតិពុទ្ធបរិស័ទទាំងឡាយសូមឲ្យរកទទួលទានមានបានកើតកាលវាលគុំសុខសប្បាយក្នុងពុទ្ធសាសនារហូតតទៅអ្នកជើងចក្រានជើងឆ្នាំងជួយតបជួយតែងជួយចាត់ជួយសែងជួយចាត់ចែងលីសែងលើកទុកលើកដាក់លាងចានលាងឆ្នាំងលាងប៉ាន់លាងពេញចិត្តបន្លែផ្លែឈើជួយដាំជួយស្លជួយស្លុកបងប្រហុកបងអំបិលបងប៊ីចេងទាំងចាស់ទាំងក្មេងជីវយាវចៈអ្នកខ្វល់ខ្វាយរត់តុកបំរើភ្ញៀវបំរើផ្សងអ្នករៀបចំទានធូបបាយសីបរិយមលូស្លាអាសនៈថ្វាយប្រសងអាសនៈទទួលភ្ញៀវសូមឲ្យបានសម្រេចប្រយោជន៍ដូចសេចក្តីប្រាថ្នាយ៉ាងណាសូមឲ្យបានអ្នកដែលមកចូលចាប់មគ្គផលសូម3អង្គមួយចានលុយ100រៀលមកកាក់មួយសេន10000 20000បាយមួយវែកសណ្ដែកមួយគល់ស្លាមួយចំណិតមួយលូមួយសន្លឹកទឹកមួយត្រឡោកទៅផ្ទះបាត់ហើយក្តីនៅក្នុងទីនេះក្តីប្រាថ្នាប្រយោជន៍ណាពរណាសូមឲ្យបានសម្រេចគ្រប់គ្នាកំបីអខានឡើយតន្ត្រីពិនពិតនិតក្រុងស្គរត្រចបៃឈ្មោះខឹមអ្នកដេញអ្នកដំអ្នកប្រគំអ្នកផ្លុំអ្នកកោតអ្នកថតរូបអ្នកថតវីដេអូអ្នកមេក្រូអ្នកកាមេរ៉ាអ្នកតុបការអ្នករោងការអ្នកកៅអីអាចារ្យដូនជីពុទ្ធបរិស័ទទាំងអស់អ្នកដែលមានម៉ូតូទៅផ្លោឡង់តាសាវ៉ាស៊ុយហ្សេគីកាមរីតូយតាលិចស៊ីយិនជំនិះជាចំនួនជួនចំណេញថ្ងៃនេះដឹកយាយដឹកតាដឹកអាចារ្យដឹកប្រសង់អ្នកអុចកំជ្រួចរៀបចំចាត់ចែងក្នុងកម្មវិធីបុណ្យទាំងមូលសហការជាមួយអាចារ្យគណៈកម្មការពុទ្ធបរិស័ទទាំងអស់ប្រាថ្នាប្រយោជន៍ណាពរណាសូមឲ្យបានសម្រេចជួបតែនឹងព្រះប្រទេសតែនឹងធម៌ជួបតែអ្នកល្អជួបតែសពបរោះបើមានកូនសត្វតកូនល្អប្រកបដោយកលងធម៌ចាប់ជាតិនេះតទៅមុខលែងឲ្យវង្វេងវ័នភ័ន្តច្រឡំកំណត់ទៅនរកប្រែតដេរឆានអសូរកាយអបាយ4នាំខ្លួនឲ្យវង្វេងវិលវល់ក្នុងវិលវត្តសង្សារទៀតហើយនឹងរួចចាក់ទុកដើរតាមស្នាមព្រះយុគលបាតរួចចាក់ទុកដល់ព្រះនិព្វានដោយសេចក្តីប្រាថ្នាទាំងអស់គ្នាការថ្លាថ្លែងសម្ដែងពធទេសនាសន្មតចប់អេវ៉ាំង